ចាប់ផ្ដើមនៃសាច់រឿងមានក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់បានជួបគ្នាក្មេងប្រុសម្នាក់ហ្នឹងគឺពិតជាភ្ញាក់ផ្អើលមែនតើពេលដែលឃើញក្មេងស្រីនឹងជាលើកដំបូងពួកគេគឺបានណាត់គ្នាទៅញ៉ាំកាហ្វេមួយកន្លែងហើយក្មេងប្រុសដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺមានឈ្មោះថា Kinoshita Kazuya ចំណែកឯក្មេងស្រីវិញគឺមានឈ្មោះថា Misohara Shizoro កាស៊ូយ៉ាគឺជាក្មេងប្រុសម្នាក់ដែលគេទើបនឹងឡើងរៀននៅសាកលវិទ្យាល័យលើកដំបូងកាស៊ូយ៉ាគឺទើបតែបែកបាក់គ្នាជាមួយនឹងសង្សាររបស់គេអស់រយៈពេល1ខែដោយសារតែក្នុងខ្លួនរបស់គេហ្នឹងគឺទ្រាំអត់បានគេក៏បានជួក្មេងស្រីម្នាក់មកកំដរគេក្មេងស្រីដែលគេបានជួហ្នឹងគឺមីសូហារ៉ានឹងឯងការងាររបស់មីសូហារ៉ាបើយើងនិយាយឲ្យចំទៅគឺកំដរអ្នកដតីកាស៊ូយ៉ាបានឲ្យលុយមួយចំនួនទៅមីយ៉ូហារ៉ាដែលគេបានជួលនាងមកកំដរគេហើយគេក៏បាននាំគ្នាទៅលេងទៅមើលត្រីនៅកន្លែងផ្សេងទៀតពេលដែលពួកគេត្រឡប់ទៅផ្ទះវិញមីសូហារ៉ាក៏បានលួចចាប់ដៃកាស៊ូយ៉ាដែលធ្វើឲ្យតួអង្គប្រុសរបស់យើងមានអារម្មណ៍ស្រើបហ្មងកាស៊ូយ៉ាមើលទៅដូចជាលួចក្រាស់ទៅលើមីសូហារ៉ាអញ្ចឹងកាស៊ូយ៉ាបានឆែកមើលពីប្រវត្តិរបស់នាងនៅក្នុងនោះគេដាក់ថាមីសូហារ៉ាហ្នឹងគឺអត់ល្អអញ្ចេះអត់ល្អអញ្ចោះហើយគឺជាក្មេងស្រីម្នាក់ដែលតែងតែធ្វើល្អនៅមុខអ្នកដទៃពីក្រោយគឺអាក្រក់អីចឹងទៅកាស៊ូយ៉ាក៏ខឹងចិត្តថាមិនបានខ្លួនឯងទៅជួបមនុស្សស្រីបែបនេះហើយកាស៊ូយ៉ាគឺនៅតែអត់អស់ចិត្តគេនឹងត្រឡប់ទៅជួបនាងម្ដងទៀតការជួបលើកទី2ក៏ដូចជាការជួបលើកទី1ដែរទៅផឹកកាហ្វេទៅកន្លែងមើលត្រីជាមួយគ្នាមួយសន្ទុះក្រោយមកទូរស័ព្ទរបស់កាស៊ូយ៉ាក៏បានរើឡើងលោកយាយរបស់គេបានខលហៅគេទៅជួបគេនៅឯបន្ទីពេទ្យដោយសារតែមីស៊ូហារ៉ាគឺមិនទាន់អស់ម៉ោងរបស់នាងដូច្នេះនាងក៏បានសុំកាស៊ូយ៉ាទៅជាមួយដែរលោកយាយរបស់កាស៊ូយ៉ាក៏បានឆ្ងល់ហេតុអ្វីបានជាកាស៊ូយ៉ាមកម្ដងនេះគឺមានមនុស្សស្រីមកតាមអញ្ចឹងមីស៊ូហារ៉ាក៏បានប្រាប់ទៅលោកយាយរបស់កាស៊ូយ៉ាក៏ដូចជាឪពុកម្ដាយរបស់គេថានាងគឺជាមិត្តរួមថ្នាក់របស់កាស៊ូយ៉ាលោកយាយមិនអស់ចិត្តក៏បានសួរទៅកាន់កាស៊ូយ៉ាថាតើនាងជាអ្នកណាឲ្យប្រកាសកាស៊ូយ៉ាក៏បានស្រែកខ្លាំងៗថានាងគឺជាមិត្តស្រីរបស់គេគ្រួសាររបស់គេក៏បានភ្ញាក់ផ្អើលដោយសារតែកាស៊ូយ៉ាគឺទើបតែបែកជាមួយនឹងសង្សារនឹងអស់មួយខែជាងទេហើយឥឡូវគេមានសង្សារថ្មីទៀតហើយមីស៊ូហារ៉ាក៏តាំងចិត្តខ្លួនធម្មតាហើយគេក៏បានឆ្លើយតបទៅកាន់គ្រួសាររបស់កាស៊ូយ៉ាថាត្រូវហើយនាងគឺជាមិត្តស្រីរបស់កាស៊ូយ៉ាលោកយាយគ្រាន់តែលើកបែបនេះគាត់ក៏ស្រែកថាតោះទៅផ្ទះជប់លៀងទាំងអស់គ្នាចំណែកឯមីស៊ូហារ៉ាគ្រាន់តែលឺអញ្ចឹងឡើងគាំងហ្មងមីស៊ូហារ៉ាបាននិយាយរឿងរ៉ាវល្អៗទៅកាន់លោកយាយរបស់កាស៊ូយ៉ាដែលធ្វើឲ្យលោកយាយរបស់គេគឺពិតជាពេញចិត្តមីស៊ូហារ៉ាណាស់លោកយាយបានចេញទៅខាងក្រៅដើម្បីរកមនុស្សចាស់ដូចជាគាត់ដែរសួរអំពីស្នេហារបស់មីស៊ូហារ៉ាហើយនឹងកាស៊ូយ៉ាថាតើធ្វើយ៉ាងម៉េចឲ្យពីរនាក់ហ្នឹងស្រឡាញ់គ្នាបានយូរមីស៊ូហារ៉ាបានស្ដីឲ្យកាស៊ូយ៉ាមិនបានប្រាប់គ្រួសាររបស់គេថានាងជាមិត្តស្រីរបស់គេមីស៊ូហារ៉ាគេនឹងចាក់ចេញពីកន្លែងនេះប៉ុន្តែគណៈពេលនោះលោកយាយរបស់កាស៊ូយ៉ាក៏បានមកទាន់ពួកគេបានលាក់ខ្លួននៅបន្ទប់ជាប់នោះលោកយាយបានឮសម្លេងពួកគេរួចគាត់ក៏បានបើកបន្ទប់នោះមើលតែមិនឃើញអីទេដោយសារតែកាស៊ូយ៉ានិងមីស៊ូហារ៉ាបានលាក់ខ្លួននៅក្នុងភួយអ្នកទាំងអស់គ្នាមើលស្ថានភាពពួកគេ admin ឡើងនិយាយអីអត់ចង់ចេញហ្មងឡើងតួអង្គប្រុសរបស់យើងហ្នឹងទ្រាំអត់ចង់បានហ្មងប៊ីហ្នឹងក៏មីស៊ូហារ៉ាបានធាក់កាស៊ូយ៉ាហ្នឹងមួយជើងខ្ទាតចេញពីលើគ្រែយកហ្មងបែករបស់កាស៊ូយ៉ាខ្ទេចលោកយាយក៏បាននាំលោកយាយម្នាក់ទៀតមកមើលពួកគេហើយលោកយាយក៏បានភ្ញាក់ផ្អើលដែរដោយសារតែមីស៊ូហារ៉ាហ្នឹងគឺជាចៅរបស់គាត់មីស៊ូហារ៉ាគឺបាននិយាយបំរើអារម្មណ៍របស់លោកយាយថាលោកយាយគឺពិតជាចៃដន្យណាស់ដែលបានជួបលោកយាយរបស់កាស៊ូយ៉ាលោកយាយទាំងពីរក៏មិនបានសួរនាំពួកគេទៀតដែរមីស៊ូហារ៉ាបានស្ដីបន្ទោសទៅកាស៊ូយ៉ាដែលគេបានកុហកលោកយាយហើយនាងក៏បាននិយាយទៅកាន់កាស៊ូយ៉ាថាយើងត្រូវតែប្រាប់ពួកគាត់ថាយើងត្រូវតែបែកគ្នាកាស៊ូយ៉ាក៏បាននិយាយប្រាប់មីស៊ូហារ៉ាថាគេគឺមានហាងមួយដែលហាងហ្នឹងបានជួយគ្រួសាររបស់គេច្រើនមែនតែនលោកតារបស់គេបានចែកឋានទៅក៏បានបន្សល់ទុកហាងមួយនោះឲ្យគ្រួសាររបស់គេលោកយាយរបស់កាស៊ូយ៉ាបានប្រាប់គេថាគេត្រូវតែស្នងតំណែងពីហាងមួយនេះហើយគេត្រូវធ្វើខ្លួនឲ្យដូចតារបស់គេអញ្ចឹងលោកតារបស់កាស៊ូយ៉ាពេលដែលគាត់នៅក្មេងគឺគាត់ស្រឡាញ់យាយរបស់គេខ្លាំងណាស់ដូច្នេះហើយយាយរបស់គេឲ្យកាស៊ូយ៉ាហ្នឹងគឺត្រូវតែមានមនុស្សស្រីម្នាក់ឲ្យស្មោះត្រង់ជាមួយគ្នានេះហើយជាមូលហេតុដែលកាស៊ូយ៉ាមិនចង់ឲ្យមីស៊ូហារ៉ាចាក់ចេញពីគេពីព្រោះយាយរបស់គេបានពេញចិត្តទៅលើមីស៊ូហារ៉ាហើយកាស៊ូយ៉ាក៏បាននិយាយបន្តទៀតថា
គេក៏មានមិត្តស្រីម្នាក់ដែរដែលទើបទៅបែកគ្នាអស់រយៈពេល1ខែជាងហើយលោកយាយរបស់គេនឹងក៏បានខូចចិត្តដែរដោយសារតែគេបានបែកគ្នាជាមួយនឹងនាងមីស៊ូហារ៉ាក៏បាននិយាយទៅកាន់កាស៊ូយ៉ានឹងថាអញ្ចឹងក៏ល្អដែរបើសិនជាត្រូវការអាចជួលខ្ញុំម្ដងទៀតបានលោកយាយរបស់កាស៊ូយ៉ាក៏បានខលមកគេបានប្រាប់គេថាថ្ងៃហ្នឹងលោកយាយរបស់គេនឹងទៅលេងផ្ទះរបស់គេហើយបានឲ្យកាស៊ូយ៉ានឹងហៅមីស៊ូហារ៉ាមកផងពេលដែលគេកំពុងតែរៀបចំផ្ទះសម្បែងគេក៏បាននឹកឃើញបើសិនជាគេមិនហៅមីស៊ូហារ៉ាមកលោកយាយរបស់គេប្រហែលជាអាចនឹងខូចចិត្តម្ដងទៀតហើយមិនចាំយូរកាស៊ូយ៉ាក៏បានទៅបន្ទប់របស់មីស៊ូហារ៉ាដើម្បីសុំឲ្យគេមកផ្ទះរបស់គេផងពេលដែលលោកយាយរបស់គេនឹងមកហើយណាមួយបន្ទប់របស់មីស៊ូហារ៉ានឹងក៏នៅជិតគេដែរមីស៊ូហារ៉ាគឺអត់ព្រមទេដោយសារតែនាងនឹងក៏មានការងារពី3របស់នាងដែរលោកយាយរបស់កាស៊ូយ៉ាក៏បានសួរគេមិនបានមិនឃើញមីស៊ូហារ៉ាអញ្ចឹងភ្លាមនោះកាស៊ូយ៉ាក៏បានដើរចេញទៅខាងក្រៅធ្វើនិយាយទូរស័ព្ទជាមួយនឹងមីស៊ូហារ៉ាតាមពិតនឹងរត់មកបន្ទប់គេសុំឲ្យគេទៅជួបលោកយាយរបស់គេទេសុំគេមិនបានហើយព្រមទាំងស៊ីមួយជើងរបស់គេទៀតកាស៊ូយ៉ាត្រៀមនឹងនិយាយប្រាប់យាយរបស់គេថាគេបានបែកគ្នាលោកយាយរបស់គេហ្នឹងក៏បានដឹងមុនដែរថាកាស៊ូយ៉ាមិនដែលស្មោះជាមួយនរណាបានម្នាក់ទេហើយតែងតែធ្វើឲ្យយាយរបស់គេហ្នឹងពិបាកចិត្តរហូតមិនបានធ្វើឲ្យយាយសប្បាយចិត្តទេព្រមទាំងហៅមិត្តភ័ក្តិខ្លួនគឺមករញ៉េរញ៉ៃក្នុងផ្ទះទៀតផងដោយមិនដាច់ចិត្តមីស៊ូហារ៉ាក៏បានមកផ្ទះកាស៊ូយ៉ាជួបជាមួយនឹងយាយរបស់គេព្រមទាំងសម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងមានស៊ុបមួយឆ្នាំងទៀតផងលោកយាយរបស់គេនឹងក៏បានរត់ទៅអោបមីស៊ូហារ៉ាហើយនិយាយល្អចេះល្អចោះឡើងតួអង្គស្រីរបស់យើងនឹងកៀងហ្មងពេលដែលគាត់បានត្រឡប់ទៅវិញក៏បាននិយាយប្រាប់កាស៊ូយ៉ាថាពេលដែលគាត់មកលើកក្រោយត្រូវតែមានមីស៊ូហារ៉ានៅក្នុងផ្ទះបើមិនដូច្នេះទេគាត់ខូចចិត្តទៀតទេកាស៊ូយ៉ាបានឲ្យលុយខ្លះៗទៅមីស៊ូហារ៉ាដោយសារតែនាងបានជួយគេនឹងម្ដងទៀតទេដោយសារតែក្តីស្រឡាញ់របស់មីស៊ូហារ៉ាទៅលើលោកយាយកាស៊ូយ៉ានាងក៏បានមកលេងគេ1ម៉ោងនៅពេលដែលយាយរបស់គេបានមកផ្ទះគេព្រឹកឡើងកាស៊ូយ៉ាបានដើរទៅសាលារៀនធម្មតាគេក៏បានជួប EX របស់គេសង្សារចាស់របស់គេនឹងមានឈ្មោះថាម៉ាមីកាស៊ូយ៉ានឹងស្រឡឹងមើល EX របស់គេនឹងអត់ដាក់ភ្នែកហ្មងហើយបានគិតរឿងនៅលើក្រែមួយនាងទៀតរស់និយាយទៅអាប៉ែនឹងអត់ដឹងគិតអីទេអ្នកទាំងអស់គ្នាពេលដែលកាស៊ូយ៉ានៅផ្ទះគេតែងតែសម័យមុខរបស់ EX របស់គេរាងកាយ EX របស់គេហើយគេក៏ចាប់ផ្ដើមធ្វើអីមួយ admin អត់ដឹងទេកន្លែងហ្នឹងភ្លាមនោះមីស៊ូហារ៉ាក៏បានមកហៅកាស៊ូយ៉ាហ្នឹងទៅមន្ទីរពេទ្យទៅជួបលោកយាយគេម្ដងទៀតហើយលោកយាយរបស់កាស៊ូយ៉ាឡើងសប្បាយចិត្តមកពេលដែលបានឃើញមុខរបស់មីស៊ូហារ៉ាទៅលេងគាត់អីអញ្ចឹងណានៅសល់ម៉ោងតិចតួចគេក៏ដើរលេងជាមួយគ្នា sweet អីអញ្ចឹងណាហើយភ្លាមហ្នឹងគេក៏បានជួបមិត្តភ័ក្តិរបស់គេ2នាក់អា2នាក់ហ្នឹងភ្ញាក់ផ្អើលនៅពេលដែលគេឃើញកាស៊ូយ៉ានៅជាមួយនឹងក្មេងស្រីម្នាក់ហ្នឹងគេបានប្រាប់ថាម្នាក់ស្រីហ្នឹងអត់ល្អចេះអត់ល្អចោះទេមិនបានឲ្យអត់មានភ្នែកទៅដើរលេងជាមួយម្នាក់ស្រីហ្នឹងអញ្ចឹងពេលដែលកាស៊ូយ៉ាប្រកែកផ្ទះគ្នាមកកភ្លៀងទៀតកាស៊ូយ៉ាបានស្រែកដាក់ពួកគេថាអ្នកស្រីហ្នឹងគឺជាមិត្តស្រីរបស់ខ្ញុំអា2នាក់ហ្នឹងកៀងបដ យអ្នកទាំងអស់គ្នាមីស៊ូហារ៉ាចាប់ផ្ដើមសម្ដែងម្ដងទៀតហើយដោយសារតែកាស៊ូយ៉ាគឺលក់មុខនាងម្ដងទៀតហើយធ្វើដូចជាអត់មានបញ្ហាអីហើយបានណែនាំខ្លួនប្រាប់ពួកគេទៀតថាគេជាមិត្តស្រីរបស់កាស៊ូយ៉ាគ្រាន់តែពីរអ្នកហ្នឹងលឺវាចមុខអស់លេងហើយពីរអ្នកហ្នឹងក៏បានសុំទោសមីស៊ូហារ៉ាដែលគេនិយាយអាក្រក់នៅមុនហ្នឹងបន្តិចពីរអ្នកហ្នឹងសួរសំណួរឈុតឆ្កួតទៅកាស៊ូយ៉ាថាពួកឯងមានធ្វើអីនៅលើក្រែអត់មួយនាងកាស៊ូយ៉ាបាននិយាយថាអត់បានធ្វើអីទាំងអស់ហើយពីរអ្នកហ្នឹងនិយាយទៀតហើយកុំកុហកពួកយើងណានាងអាចនឹងមានកូនហើយឯងនឹងមិនអាចបំភ្លេចរឿងរ៉ាវទាំងអស់នេះជារៀងរហូតជីវិតរបស់ឯងនឹងត្រូវបំផ្លាញដោយសារតែអាការនៅលើក្រែមួយគ្នាហ្នឹងកន្លែងហ្នឹងអាពីរអ្នកហ្នឹងធ្វើឲ្យ admin កៀងដែរហ្នឹងអាពីរអ្នកហ្នឹងក៏បានណែនាំខ្លួនឲ្យមីស៊ូហារ៉ាស្គាល់ពាក់សម្រក់ទឹកភ្នែកហ្នឹងមានឈ្មោះថាគីប៊ីចំណែកឯមួយទៀតថ្មិញដូចកដោហ្នឹងឈ្មោះថាគូរីបាយ៉ាស៊ីអាពីរក្បាលហ្នឹងមានផាត់ធីមួយពូម៉ាក់គេហើយគេក៏បាន invite តួអង្គស្រីរបស់យើងហើយនឹងកាស៊ូយ៉ាហ្នឹងទៅជាមួយដែរមីស៊ូហារ៉ាបានសញ្ញោទៅកាស៊ូយ៉ាហ្នឹងថាមិនបាច់យល់ព្រមមួយពួកគេទេប៉ុន្តែកាស៊ូយ៉ាបានយល់ព្រមមួយពួកគេនិយាយទៅប្រហែលជាធ្វើបាបមីស៊ូហារ៉ាទៀតហើយនៅពេលដែលពួកគេបានដល់កន្លែងផាត់ធីហ្នឹងសយមែនតែនកាស៊ូយ៉ាគឺបានជួបសង្សារចាស់របស់គេនៅក្នុងផាត់ធីហ្នឹងនៅក្នុងចិត្តរបស់កាស៊ូយ៉ាចង់រត់ចេញពីកន្លែងហ្នឹងណាតែបើគេរត់ចេញនឹងទុកមីស៊ូហារ៉ាចោលនៅនឹងហើយដោយសារតែផាត់ធីមួយហ្នឹងស្ងោស្ងាត់ពេកសង្សារចាស់របស់កាស៊ូយ៉ាក៏បាននិយាយពីការតាក់ទងគ្នាជាមួយនឹងមិត្តប្រុសរបស់គេមនុស្សដែលតាក់ទងជាមួយនឹងនាងហ្នឹងគឺកាស៊ូយ៉ានឹងឯងតែគេមិនបានបញ្ចេញឈ្មោះនោះទេនាងបាននិយាយថាពីកន្លែងដេតមួយគ្នាទៅញ៉ាំស្រាក្រហមជាមួយគ្នានៅកន្លែងណាកន្លែងណីអញ្ចឹងទៅហើយព្រមទាំងបានថើបគ្នាទៀតផងនិយាយសាំញ៉ាំសាំតប៉ែពេកតួអង្គស្រីរបស់យើងគឺមីស៊ូហារ៉ាហ្នឹងផ្ទះតុកផាំងហើយនិយាយទៅកាន់គេថា
ម៉ោងនេះគឺជាម៉ោងដែលពួកយើងផាត់ធីសប្បាយៗមិនមែនមកអង្គុយស្ដាប់នាងរៀបរាប់ពីគូស្នេហ៍របស់នាងទេម៉ាមីក៏បានសំទោសទៅកាន់មីស៊ូហារ៉ាហើយភ្លាមនោះនាងក៏បានចាក់ចេញពីផាត់ធីមួយនេះបាត់ទៅគីប៊ីបានសំទោសកាស៊ូយ៉ាដែលធ្វើឲ្យរឿងមួយនេះកើតឡើងគីប៊ីឲ្យគេខលនិយាយជាមួយនឹងមីស៊ូហារ៉ាទៅកុំឲ្យមានការឆ្លោះគ្នាកាស៊ូយ៉ាក្រោយពីគេចាក់ចេញពីកន្លែងនោះម៉ាមីក៏បានជូនគេមកដល់ពាក់កណ្ដាលផ្លូវកាស៊ូយ៉ាគឺមានចិត្តទៅលើម៉ាមីម្ដងទៀតហើយដោយសារតែនាងនិយាយតាក់ទងជាមួយនឹងមីស៊ូហារ៉ាឲ្យកាស៊ូយ៉ាស្ដាប់ម៉ាមីបាននិយាយថាមីស៊ូហារ៉ាគឺជាមនុស្សស្រីម្នាក់ដ៏ល្អចរិតដឹកពាចេញមកគឺសុភាពរាបសារមែនតែនហើយការស្រឡាញ់គ្នារបស់មីស៊ូហារ៉ានិងកាស៊ូយ៉ាមើលទៅគឺពិតជាផ្អែមល្ហែមណាស់កាស៊ូយ៉ាបានគិតថាម៉ាមីមិនមែនជាសង្សាររបស់គេទៀតទេហេតុអីបានជានាងសរសើរមីស៊ូហារ៉ាជាមួយនឹងគេពេញមាត់អញ្ចឹងពេលកាស៊ូយ៉ាបានមកដល់មុខបន្ទប់របស់មីស៊ូហារ៉ាគេបានគិតថាមីស៊ូហារ៉ាប្រហែលជាមិនចង់ឃើញមុខរបស់គេទៀតទេពីព្រោះគេតែងតែបង្ខំមីស៊ូហារ៉ាធ្វើអ្វីមួយដែលនាងមិនចូលចិត្តហើយគេមានអារម្មណ៍ថាដូចជាយកចិត្តរបស់នាងមកលេងសើចទៀតផងភ្លាមៗនោះមីស៊ូហារ៉ាក៏បានមកដល់កាស៊ូយ៉ាឃើញបែបនេះគេក៏បានសំទោសទៅនាងប៉ុន្តែមីស៊ូហារ៉ាគឺមិនបានខឹងគេទេមីស៊ូហារ៉ាបាននិយាយថាព្រោះនាងត្រឹមតែជាអ្នកកំដរដែលកាស៊ូយ៉ាជួលគេតែប៉ុណ្ណោះនាងមិនខ្វល់ទេចង់កាស៊ូយ៉ាធ្វើអ្វីក៏ធ្វើទៅបន្ទាប់មកមីស៊ូហារ៉ាក៏បានសួរទៅកាន់កាស៊ូយ៉ាថាឥឡូវជួលនាងទៀតអត់គ្រាន់តែមីស៊ូហារ៉ាសួរគេប៉ុណ្ណឹងកាស៊ូយ៉ាក៏ទឹកភ្នែកទឹកសបោហៅទៅអោបគេហើយក៏ស៊ីមួយជើងរបស់គេទៅថ្ងៃបន្ទាប់មកកាស៊ូយ៉ានិងមិត្តភ័ក្តិរបស់គេបានទៅលេងមាត់សមុទ្រនៅក្នុងនោះក៏មានសង្សារចាស់របស់គេដែរគីប៊ីបានសួរទៅកាន់កាស៊ូយ៉ាពីមីស៊ូហារ៉ាហេតុអីបានជានាងមិនមកលេងជាមួយគេអញ្ចឹងគេក៏បានប្រាប់ទៅគីប៊ីថាមីស៊ូហារ៉ាប្រហែលជាជាប់រវល់អ្វីមួយហើយទើបនាងមិនបានមកគីប៊ីក៏បានប្រាប់ទៅកាន់កាស៊ូយ៉ាថាម៉ាមីក៏បានសួរខ្ញុំដែរថាបើសិនជាកាស៊ូយ៉ាមកអញ្ចឹងមីស៊ូហារ៉ាក៏ត្រូវតែមកជាមួយពួកយើងដែរព្រោះអីពួកគេជាសង្សារនឹងគ្នាកាស៊ូយ៉ាឆ្ងល់ក៏គេគិតក្នុងចិត្តទៀតហើយហេតុអ្វីបានជាម៉ាមីតែងតែខ្វល់ពីគេជាមួយនឹងមីស៊ូហារ៉ាអញ្ចឹងនៅពេលដែលពួកគេបានទៅដល់កន្លែងនោះម៉ាមីតែងតែញញឹមដាក់កាស៊ូយ៉ារហូតនៅពេលដែលកាស៊ូយ៉ាឈរម្នាក់ឯងគេបានគិតម្ដងទៀតហើយថាម៉ាមីគឺនៅតែល្អអញ្ចឹងបើសិនជាម្នាក់ដែលលោកយាយរបស់គេកំពុងតែអោបនឹងជាម៉ាមីមិនដឹងល្អប៉ុណ្ណាទេអញ្ចឹងគេត្រូវតែធ្វើឲ្យអារម្មណ៍របស់គេសប្បាយជាមួយនឹងម៉ាមីនៅថ្ងៃពិសេសកន្លែងមាត់សមុទ្រនេះសាច់រឿងក៏បានបង្ហាញពីម៉ាមីវិញម្ដងនាងបាន post status មួយនៅក្នុង status ហ្នឹងនាងបានសរសេរតាក់ទងពីស្នេហារបស់កាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាឃ្លាមួយដែលសំខាន់នៅក្នុង status មួយហ្នឹងម៉ាមីបានសរសេរថាគេចង់បំបែកបំបាក់ស្នេហារបស់កាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាភ្លាមនោះមិត្តភ័ក្តិរបស់នាងក៏បានហៅនាងទៅលេងមាត់សមុទ្រសាច់រឿងក៏បានបង្ហាញពីមីស៊ូហារ៉ាវិញម្ដងតាមពិតទៅនាងក៏មកដែរគឺមកជាមួយនឹងមិត្តភ័ក្តិរបស់គេ2នាក់ទៀតហើយមើលការស្លៀកពាក់របស់មីស៊ូហារ៉ាដូចដើរផ្សារអញ្ចឹងអ្នកទាំងអស់គ្នានិយាយពីកាស៊ូយ៉ានៅមាត់សមុទ្រនេះវិញម្ដងកាស៊ូយ៉ាខូចមែនតើអ្នកទាំងអស់គ្នាតែងតែមើលរាងកាយរបស់ម៉ាមីរហូតប៉ុន្តែសកម្មភាពរបស់ម៉ាមីក៏មិនណយដែរអ្នកទាំងអស់គ្នាពួកគេក៏បានអង្គុយញ៉ាំអីផឹកអីជាមួយគ្នានិយាយអីឡើងសប្បាយហ្មងហើយម៉ាមីក៏ចាប់ផ្ដើមលើករឿងចាស់មកប្រាប់កាស៊ូយ៉ាម្ដងទៀតហើយម៉ាមីក៏បាននិយាយទៅកាន់កាស៊ូយ៉ាថាភ្លេចនៅរឿងរ៉ាវដែលយើងធ្លាប់ជាសង្សារនឹងគ្នាពេលហ្នឹងយើងជួបគ្នាពេលហ្នឹងក៏ពួកយើងបាននិយាយពីថ្ងៃអនាគតទៅខាងមុខទៀតពួកយើងយកកូនប៉ុន្មាននាក់ពួកយើងដាក់ឈ្មោះគេឈ្មោះអីហើយកូនប្រុសឬក៏កូនស្រីឬក៏កូនមុខដូចអ្នកដែលកំពុងតែមើលអេដមីននិយាយលេងណាអ្នកទាំងអស់គ្នាពេលដែលកាស៊ូយ៉ាបានស្ដាប់ហើយប៊ីគេប្រាប់ម៉ាមីថាគេជាមួយនឹងមីស៊ូហារ៉ានឹងជាអ្វីនឹងគ្នាភ្លាមៗនោះមីស៊ូហារ៉ាក៏បានលេចចេញមុខមកតាមពិតមិត្តភ័ក្តិរបស់មីស៊ូហារ៉ាមកជួបមិត្តភ័ក្តិរបស់កាស៊ូយ៉ាសោះពេលហ្នឹងគីប៊ីក៏បាននិយាយថាម្នាក់ពាក់វ៉ែនតាហ្នឹងដូចធ្លាប់ស្គាល់គ្រាន់តែកាស៊ូយ៉ាលឺអញ្ចឹងឡើងចង់បះសក់ហ្មងពេលនោះមិត្តភ័ក្តិរបស់មីស៊ូហារ៉ាបាននិយាយថានាងគឺជាអ៊ីឈីណូមីស៊ូហារ៉ាក៏បានឆ្លើយតបទៅកាន់ពួកគេថាត្រូវហើយខ្ញុំគឺជាអ៊ីឈីណូរីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាកាស៊ូយ៉ាបានគិតក្នុងចិត្តថាជុំអត់មានអ្នកគេស្គាល់មីស៊ូហារ៉ាជាអ៊ីឈីណូពេលដែលពួកគេបាននិយាយគ្នារួចមីស៊ូហារ៉ានិងគ្នារបស់គេក៏បន្តដើរទៅមុខទៀតម៉ាមីក៏បានសួរទៅកាន់កាស៊ូយ៉ាថាមិញចង់ប្រាប់រឿងអីទៅកាន់គេពេលនោះកាស៊ូយ៉ាបំរុងនឹងប្រាប់ម៉ាមីទៅហើយមិត្តភ័ក្តិរបស់គេក៏បានហៅគេទៅលេងទឹកសមុទ្រហើយក៏បានដាច់សាច់រឿងនោះទៅពេលដែលកាស៊ូយ៉ាបានលេងទឹកសមុទ្ររួចគេក៏បានទៅបន្ទប់ទឹកក្នុងម៉ាតមួយហើយគេក៏បានគិតក្នុងចិត្តថាគេត្រូវតែប្រាប់រឿងពិតទៅម៉ាមីមូលហេតុដែលកាស៊ូយ៉ាចង់ប្រាប់រឿងរ៉ាវពិតប្រាកដ
ប់ទៅម៉ាមីដោយសារតែគេពេញចិត្តរាងកាយរបស់ម៉ាមីកាស៊ូយ៉ាបានឃើញម៉ាមីពាក់ប៊ីគីនីនោះអីភ្លាមៗនោះក៏មានមនុស្សម្នាក់បានបើកទ្វារបន្ទប់ទឹករបស់កាស៊ូយ៉ាអ្នកដែលបើកទ្វារគឺមីស៊ូហារ៉ានឹងឯងហើយពេលនោះនាងក៏បានបិទទ្វារវិញប៉ុន្តែនៅពេលនោះកាស៊ូយ៉ាខូចមែនតែនបានចាប់ដៃមីស៊ូហារ៉ាចូលបន្ទប់ទឹកជាមួយគ្នាពួកគេបានឆ្លោះប្រកែកគ្នាពេញបន្ទប់ទឹកនឹងកាស៊ូយ៉ាប្រកែកអត់ឈ្នះមីស៊ូហារ៉ាទេមីស៊ូហារ៉ាដាក់យកហ្មងម៉ាមីក៏បានដើររកកាស៊ូយ៉ាហើយគេក៏បានឮសំឡេងចេញពីបន្ទប់របស់កាស៊ូយ៉ាគ្រាន់តែពីរអ្នកនឹងឮម៉ាមីហៅឡើងបាសសក់ហ្មងហើយលឿនឡើងទៅបើកទ្វារអ្នកណាទៅបើកទៅលឿនមកហើយកាស៊ូយ៉ាបានប្រាប់ទៅម៉ាមីថាគេអត់បាននិយាយអីទេក្នុងបន្ទប់ទឹកនោះគេនិយាយទូរស័ព្ទទេម៉ាមីនិយាយថាទូរស័ព្ទបានទុកនៅលើតុតាមានបានយកមកណាកាស៊ូយ៉ាគ្រាន់តែឮហើយគាំងបដ យម៉ាមីក៏ស្ទុះទៅបើកទ្វារពេលដែលបើកចេញមកគឺមីស៊ូហារ៉ាយើងនឹងឯងបានផ្លាស់ប្ដូរខ្លួនវិញហើយមិនណាយហើយមីស៊ូហារ៉ាពាក់ប៊ីគីនីឡើងពីអ្នកនឹងភ្នែកលៀនហ្មងហើយចៃដន្យអីមិត្តភ័ក្តិរបស់កាស៊ូយ៉ាក៏បានមកដែរអាពីរអ្នកនៅក្រោយហ្នឹងហើយអាពីរអ្នកហ្នឹងឡើងរំជួលចិត្តហ្មងដោយសារតែគេបានឃើញរៀងរបស់មីស៊ូហារ៉ាពាក់ប៊ីគីនីអីចឹងណាអាពីរអ្នកហ្នឹងក៏រត់ទៅកាច់កកាស៊ូយ៉ាសួរគេថាមិននៅក្នុងឡានប្រាប់ពួកយើងថាមីស៊ូហារ៉ារវល់អញ្ចឹងកាស៊ូយ៉ាក៏បានរកលេសនិយាយកុហកអាពីរអ្នកហ្នឹងបានសម្រេចទៅហើយអាពីរអ្នកហ្នឹងក៏បានសួរកាស៊ូយ៉ាម្ដងទៀតហើយអញ្ចឹងពួកឯងនៅក្នុងបន្ទប់ទឹកហ្នឹងធ្វើអីគ្នាខ្លះបើសិនជាមីស៊ូហារ៉ាមានរឿងអីកើតឡើងណាពួកយើងអត់ទុកមកឲ្យឯងទេនិយាយទៅអាពីរអ្នកហ្នឹងធ្វើបែបហ្នឹងដោយសារតែចង់ឲ្យពូម៉ាក់របស់គេហ្នឹងដើរផ្លូវល្អតែប៉ុណ្ណោះចំណែកឯម៉ាមីជាមួយនឹងមីស៊ូហារ៉ាវិញពួកគេក៏បានជួបគ្នាម្ដងទៀតហើយពួកគេក៏បានសុំទោសគ្នាទៅវិញទៅមកនៅរឿងរ៉ាវដែលគេបានជួបគ្នានៅកន្លែងញ៉ាំអីនោះនៅពេលដែលពួកគេបានជួបជុំគ្នាមិត្តភ័ក្តិរបស់កាស៊ូយ៉ាក៏បានសួរសំណួរជាច្រើនទៅកាន់មីស៊ូហារ៉ាសួរថាមីស៊ូហារ៉ាផ្ទះនៅឯណាហើយឪពុកម្ដាយជាអ្នកណាអីចឹងណាប៉ុន្តែកាស៊ូយ៉ាមកនិយាយកាត់មុខរហូតថាមីស៊ូហារ៉ាហ្នឹងជាក្មេងស្រីអ្នកមានម្នាក់ហើយស្រស់ស្អាតជាងគេទៀតផងមីស៊ូហារ៉ាក៏បានក្តិចកាស៊ូយ៉ាកុំឲ្យគេនិយាយបន្តទៀតអីចឹងណាហើយនៅពេលហ្នឹងកាស៊ូយ៉ាក៏បានរត់ទៅលេងទឹកតែម្នាក់ឯងទៅពេលដែលកាស៊ូយ៉ាកំពុងតែត្រាំទឹកហ្នឹងគេក៏ឮសំឡេងម៉ាមីស្រែកហៅគេម៉ាមីក៏ឲ្យកាស៊ូយ៉ាជួយរកខ្សែករបស់គេផងកាស៊ូយ៉ាក៏បានយល់ព្រមហើយក៏ជួយរកខ្សែកឲ្យម៉ាមីពេលដែលពួកគេកំពុងតែរកខ្សែកហ្នឹងម៉ាមីក៏បានរអិលជើងដួលហើយនៅពេលនោះកាស៊ូយ៉ាក៏បានចាប់ម៉ាមីទាន់ភ្លាមនោះម៉ាមីក៏បានចាប់កាស៊ូយ៉ាជួបនៅកន្លែងហ្នឹងហ្មងមីស៊ូហារ៉ាឡើងស្ដាប់ពូម៉ាក់និយាយហើយគេក៏ឡើងទៅមើលគៀនថ្មដែលកាស៊ូយ៉ាបានទៅនោះរហូតពេលដែលពួកគេកំពុងតែជួបគ្នាហ្នឹងកាស៊ូយ៉ាក៏បាននឹកដល់រឿងរ៉ាវដែលគេបានជួបម៉ាមីជាលើកដំបូងនាងគឺជានារីទន់ភ្លន់សុភាពរាបសារម្នាក់ខ្ញុំលងស្រឡាញ់ដោយសារតែភាពទន់ភ្លន់របស់នាងលួចស្រឡាញ់នាងតាំងពីខ្ញុំបានឃើញនាងលើកដំបូងមកម្លេះខ្ញុំចាំឈ្មោះនាងជាងថ្ងៃខែឆ្នាំកំណើតខ្លួនឯងទៅទៀតនឹកដល់ឈ្មោះនាងកាលណាធ្វើឲ្យខ្ញុំកក់ក្ដៅភ្លាមហាក់បីដូចជាបានដណ្ដប់ភួយមួយដ៏ក្រាស់នៅរដូវរងាអញ្ចឹងមួយសន្ទុះក្រោយមកពួកគេក៏បានបញ្ឈប់សកម្មភាពនោះហើយម៉ាមីក៏បានសំទោសទៅកាន់កាស៊ូយ៉ាដោយសារតែគេទប់អារម្មណ៍របស់គេមិនជាប់ពេលដែលគេបានជួបជុំជាមួយនឹងមីស៊ូហារ៉ានិងមិត្តភ័ក្តិគេដទៃទៀតម្នាក់មុខឡើងញញឹមហ្មងនៅពេលនោះលោកយាយរបស់កាស៊ូយ៉ាក៏បានខលមកគេបានប្រាប់គេថាលោកយាយគឺបានជាវិញហើយអាចនឹងចាក់ចេញពីមន្ទីរពេទ្យនៅអាទិត្យក្រោយលោកយាយក៏បាននិយាយទៅកាន់កាស៊ូយ៉ាថាអញ្ចឹងលោកយាយបានជួបមីស៊ូហារ៉ាទៀតហើយគីប៊ីនិងមិត្តភ័ក្តិដទៃទៀតបាននិយាយគ្នាពីគម្រោងទៅដើរលេងបន្តទៀតគីប៊ីក៏បានសួរទៅកាន់កាស៊ូយ៉ាថាតើឯងមានគម្រោងអ្វីទៅដើរលេងជាមួយនឹងមីស៊ូហារ៉ាអត់ផ្នែករបស់កាស៊ូយ៉ាបានមើលទៅកាន់មីស៊ូហារ៉ាជាមួយនឹងម៉ាមីហើយពេលហ្នឹងគេក៏បានស្រែកប្រាប់ទាំងអស់គ្នាថាគេបែកគ្នាជាមួយនឹងមីស៊ូហារ៉ាហើយមិត្តភ័ក្តិរបស់គេទាំងអស់ក៏ឆ្ងល់មិនបានជាមានរឿងនេះកើតឡើងអញ្ចឹងភ្លាមនោះគីប៊ីក៏បានវាយទៅលើកាស៊ូយ៉ាមួយដៃតែធ្វើឲ្យកាស៊ូយ៉ាដួលទៅខាងក្រោយមីស៊ូហារ៉ាម៉ាមីនិងមិត្តភ័ក្តិរបស់គេដទៃទៀតក៏បានភ្ញាក់ផ្អើលគីប៊ីបាននិយាយទៅកាន់កាស៊ូយ៉ាថាមិនបានជាឯងជួយចិត្តយកគេមកលេងសើចម្ល៉េះកាស៊ូយ៉ាគឺមិនស្ដាប់អ្វីទាំងអស់ហើយគេក៏បានស្ទុះទៅវាយគីប៊ីវិញប៉ុន្តែបន្ទាប់គ្នាដូចនៅលើខ្សែវៀនអញ្ចឹងគីប៊ីបានខកចិត្តយ៉ាងខ្លាំងចំពោះកាស៊ូយ៉ាគេបាននិយាយលឺទៅកាន់កាស៊ូយ៉ាថាឯងមើលទៅដូចជាស្និទ្ធស្នាលជាមួយនឹងម៉ាមីណាស់គីប៊ីបានត្រដាងរឿងការពិតរបស់ម៉ាមីនៅមុខគេមុខឯងនឹងតែម្ដងថាម៉ាមីដឹងថាកាស៊ូយ៉ាភ្លីភ្លើដូចនេះហើយទើបនាងធ្វើឲ្យកាស៊ូយ៉ាទៅរកគេវិញកាស៊ូយ៉ាឮបែបនេះគេក៏បន្តវាយគ្នាទៀតទៅមិត្តភ័ក្តិគេដទៃទៀតនៅទីនោះក៏បានខាត់ពីរនាក់គេហើយបានឲ្យមីស៊ូហារ៉ាចាក់ចេញពីកន្លែងហ្នឹងទៅដើម្បីកុំឲ្យមានរឿងបន្តទៀតពេលដែលមីស៊ូហារ៉ាបានទៅបាត់កាស៊ូយ៉ាក៏បានទៅតាមក្រោយមីស៊ូហារ៉ានៅពេលដែលកាស៊ូយ៉ាបានដើរកាត់មីស៊ូហារ៉ានាង
បាននិយាយថាគេធ្វើបានល្អណាស់មីស៊ូហារ៉ាបាននិយាយទៅកាន់កាស៊ូយ៉ាថារឿងនឹងកាត់ឡើងគឺមិនមែនដោយសារតែកាស៊ូយ៉ាម្នាក់ទេព្រោះអីដោយសារតែមិត្តភក្តិរបស់គេនឹងគឺអត់ដឹងរឿងអីទាំងអស់កាស៊ូយ៉ាក៏បាននិយាយទៅវិញថាការនិយាយបែបនេះគឺអាក្រក់ណាស់ហើយណាមួយគេក៏បានបង្ករឿងទៀតផងកាស៊ូយ៉ាមានអារម្មណ៍ថាអត់សប្បាយចិត្តនិងអន់ចិត្តយ៉ាងខ្លាំងចំពោះមីស៊ូហារ៉ាពីព្រោះរឿងរ៉ាវដែលកើតឡើងគឺគេជាអ្នកបង្ករហូតប៉ុន្តែមីស៊ូហារ៉ាបាននិយាយថាគេអត់ដែលអន់ចិត្តនៅរឿងរ៉ាវជាមួយនឹងកាស៊ូយ៉ាទេមីស៊ូហារ៉ាបានសរសើរទៅលើកាស៊ូយ៉ាដែលគេក្លាហានហ៊ាននិយាយបែបនេះបើកាស៊ូយ៉ាមិនធ្វើក៏មិនបានដែរព្រោះអីពួកគេមិនមែនជាសង្សារនឹងគ្នាទេកាស៊ូយ៉ាបានប្រាប់មីស៊ូហារ៉ាថានៅអាទិត្យក្រោយយាយរបស់គេបានចេញពីមន្ទីរពេទ្យហើយយាយរបស់គេក៏ចង់ជួបមីស៊ូហារ៉ាដែរមីស៊ូហារ៉ាអត់បាននិយាយថាយល់ព្រមទៅឬក៏មិនទៅទេហើយនាងក៏បាននិយាយបន្តទៀតថាលោកយាយរបស់នាងនៅអាទិត្យក្រោយក៏បានចេញពីមន្ទីរពេទ្យដែរឃ្លាចុងក្រោយមីស៊ូហារ៉ាបាននិយាយទៅកាន់កាស៊ូយ៉ាថានៅថ្ងៃណាមួយគេនឹងក្លាយទៅជាបុរសក្លាហានឲ្យតែគេខំប្រឹងធ្វើអ្វីដែលគេចង់បាននិយាយទៅកន្លែងហ្នឹងមីស៊ូហារ៉ាអត់បានស្ដីបន្ទោទៅកាស៊ូយ៉ាទេហើយក៏បាននិយាយល្អៗទៅកាន់កាស៊ូយ៉ាទៀតផងហើយពួកគេក៏ដើរចែកផ្លូវគ្នាបាត់ទៅមីស៊ូហារ៉ាបានទៅម៉ាតដើម្បីយកសម្លៀកបំពាក់របស់គេប៉ុន្តែនៅពេលនោះមិត្តភក្តិរបស់គេបានឈរយាមនៅមុខម៉ាតនឹងតែម្ដងហើយភ្លាមនោះនាងក៏បានជួបជាមួយនឹងគីប៊ីក៏បាននិយាយទៅកាន់នាងថាតើមានពេលនិយាយគ្នាដែរឬទេខណៈពេលដែលមីស៊ូហារ៉ាជាមួយនឹងគីប៊ីកំពុងតែនិយាយគ្នាកាស៊ូយ៉ាដើរកាត់នោះគេក៏បានឮសំឡេងពួកគេកាស៊ូយ៉ាក៏ចាប់ផ្ដើមរកកន្លែងល្អមួយដើម្បីអង្គុយស្ដាប់ពីពួកគេនិយាយគ្នាការសន្ទនារបស់គីប៊ីជាមួយនឹងមីស៊ូហារ៉ានៅក្នុងនោះគីប៊ីបានសរសើរកាស៊ូយ៉ាពេញមាត់តែម្ដងពីព្រោះកាស៊ូយ៉ាបានស្វែងរកនារីម្នាក់ដ៏ល្អមែនតែនទាំងកាយវិការនិងចរិតរឹកពីរបស់នាងនារីម្នាក់ដែលគីប៊ីកំពុងតែសរសើរទៅលើកាស៊ូយ៉ាហ្នឹងគឺមីស៊ូហារ៉ាយើងនឹងឯងនៅកុមារភាពកាលនោះគីប៊ីគឺជាអ្នកមើលថែរក្សាកាស៊ូយ៉ាដោយផ្ទាល់តែម្ដងហើយពេលនោះគីប៊ីស្ទើរតែបោះបង់កាស៊ូយ៉ាម្ដងហើយម្ដងទៀតនៅថ្ងៃមួយគីប៊ីបានទាត់បាល់ទៅប៉ះថូផ្ការបស់កាស៊ូយ៉ាគីប៊ីគឺមិនបានប្រាប់រឿងរ៉ាវទាំងអស់នេះទៅអ្នកណាឲ្យបានដឹងទេគេក៏បានលើកថូផ្ការបស់កាស៊ូយ៉ាឲ្យមានសភាពដូចដើមវិញមួយអាទិត្យក្រោយមកនៅក្នុងថូផ្ការបស់កាស៊ូយ៉ាក៏បានចេញពន្លកមកបន្តិចកាស៊ូយ៉ាគឺពិតជាសប្បាយចិត្តណាស់ដែលនៅក្នុងថូផ្ការបស់គេបានចេញពន្លកមុនគេមុនឯងលោកគ្រូក៏បានបញ្ឈប់សកម្មភាពរបស់កាស៊ូយ៉ាដែលគាត់បាននិយាយថាពន្លកដែលបានរីកនោះគឺមិនមែនជាផ្កាដែលលោកគ្រូឲ្យដាំនោះទេកាស៊ូយ៉ាគឺមិនបានស្ដាប់សម្ដីអ្នកណាទាំងអស់ហើយព្រមទាំងបន្តស្រោចទឹកឲ្យពន្លកមួយនោះទៀតផងគីប៊ីតែងតែមើលសកម្មភាពរបស់កាស៊ូយ៉ាស្រឡាញ់ទៅលើរុក្ខជាតិមួយនោះគីប៊ីបានគិតថាហេតុអ្វីកាស៊ូយ៉ាទៅជាបែបនេះបើសិនជាពេលនោះខ្ញុំប្រាប់គេថាខ្ញុំបានទាត់បាល់ប៉ះថូផ្ការបស់គេប្រកាសណាស់ថារឿងមួយនេះមិនទៅជាបែបនេះទេគីប៊ីបានសួរទៅកាន់មីស៊ូហារ៉ាថាតើនាងដឹងអត់រឿងរ៉ាវកើតឡើងទៅខាងមុខទៀតទៅជាយ៉ាងណាគេពិតជារំភើបណាស់ដែលរុក្ខជាតិរបស់កាស៊ូយ៉ាបានចេញផ្កាគីប៊ីគឺពិតជាច្រណែនផ្ការបស់កាស៊ូយ៉ាណាស់ហើយក៏បានកោតសរសើរគេថាកាស៊ូយ៉ាគឺជាក្មេងប្រុសម្នាក់ពូកែតស៊ូណាស់ដូចជាការដាំរុក្ខជាតិរបស់គេអញ្ចឹងទោះបីជាលោកគ្រូប្រាប់ថារុក្ខជាតិរបស់គេខុសបែបណាក៏គេនៅតែស្រោចទឹកឲ្យរុក្ខជាតិរបស់គេផងដែរចុងបញ្ចប់គេក៏ទទួលបានផលពិតមែនក្រោយពីនិយាយឲ្យមីស៊ូហារ៉ាស្ដាប់ចប់គីប៊ីបានឲ្យសម្បត្តិកប៉ាល់2ទៅមីស៊ូហារ៉ាដើម្បីឲ្យគេជួបកាស៊ូយ៉ានិយាយរឿងរ៉ាវស្នេហារបស់គេជាលើកចុងក្រោយគីប៊ីធ្វើបែបនេះគឺចង់ឲ្យស្នេហារបស់មីស៊ូហារ៉ាជាមួយនឹងកាស៊ូយ៉ាបន្តទៅខាងមុខទៀតឆ្កែមួយក្បាលបានធ្វើឲ្យកាស៊ូយ៉ាលេចខ្លួនទើបមីស៊ូហារ៉ានិងគីប៊ីបានដឹងថាកាស៊ូយ៉ាបានលួចស្ដាប់ពួកគេគីប៊ីក៏បានចាក់ចេញពីពួកគេកាស៊ូយ៉ាគឺមិនចង់ទទួលសបុតកប៉ាល់នោះទេប៉ុន្តែមីស៊ូហារ៉ាបាននិយាយទៅកាន់គេថានេះគឺជាពេលចុងក្រោយដែលគីប៊ីបានឲ្យពួកយើងនិយាយគ្នាដូចនេះធ្វើឲ្យគេឃើញទៅដើម្បីកុំឲ្យគេពិបាកចិត្តបន្តទៀតនៅលើកប៉ាល់មីស៊ូហារ៉ាគឺមានអាការៈមិនល្អទេពេលដែលពួកគេកំពុងតែនិយាយគ្នាទូរស័ព្ទរបស់កាស៊ូយ៉ាក៏បានរលឡើងម៉ាមីគឺបានខលមកគេហើយឲ្យគេទៅជួបនាងផងពួកគេក៏និយាយទូរស័ព្ទជាមួយគ្នាមួយសន្ទុះធំចំណែកឯមីស៊ូហារ៉ាឯនេះវិញដោយសារតែក្នុងខ្លួនរបស់គេមានអាការៈមិនល្អទើបគេចេញមកក្រៅដើម្បីស្រូបយកខ្យល់អាកាសកប៉ាល់បានប៉ះដង្កេចជាមួយនឹងរលកដែលធ្វើឲ្យមីស៊ូហារ៉ានៅទីនោះគេក៏បានធ្លាក់ចុះមកខាងក្រោមភ្ញៀវទេសចរនៅទីនោះក៏បានស្រែកថាមានក្មេងស្រីម្នាក់បានធ្លាក់ពីលើកប៉ាល់ហើយក៏បានរៀបរាប់ពីមុខមាត់របស់ក្មេងស្រីម្នាក់នោះភ្លាមនោះកាស៊ូយ៉ាមិនបានគិតអ្វីច្រើនទេទម្លាក់ទូរស័ព្ទរបស់ខ្លួនចុះហើយក៏បានហក់ទៅជួយមីស៊ូហារ៉ា
ការខំប្រឹងប្រែងយ៉ាងខ្លាំងរបស់កាស៊ូយ៉ាទៅជួយមីស៊ូហារ៉ាក៏បានសម្រេចប៉ុន្តែពេលដែលពួកគេបានចាក់ចេញពីក្នុងទឹកមកដល់លើគោកហើយគឺកាស៊ូយ៉ាមិនដឹងខ្លួនទេមីស៊ូហារ៉ាខំប្រឹងរកវិធីសាស្ត្រដើម្បីឲ្យកាស៊ូយ៉ាបានត្រឡប់មកដូចដើមវិញប៉ុន្តែគឺនៅតែអត់កើតមីស៊ូហារ៉ាបានគិតថាបើសិនជាកាស៊ូយ៉ាបានបាត់បង់ជីវិតគឺមិនកើតទេពីព្រោះគីប៊ីបានប្រាប់មីស៊ូហារ៉ាថាកាស៊ូយ៉ាមិនមែនជាមនុស្សអាក្រក់អីទេហើយក៏នៅមានលោកយាយរបស់គេម្នាក់ដែរដែលកំពុងតែចាំគេបំពេញក្តីស្រមៃរបស់គាត់ភ្លាមៗនោះមីស៊ូហារ៉ាមិនបានគិតអីទៀតទេហើយគេក៏ចាប់ផ្ដើមយកទឹកចេញពីក្នុងខ្លួនរបស់កាស៊ូយ៉ាទីបំផុតកាស៊ូយ៉ាក៏បានត្រឡប់មកដូចដើមវិញកាស៊ូយ៉ាបានបើកភ្នែកធំៗទៅកាន់មីស៊ូហារ៉ាហ្មងដោយសារតែនាងបានជួបគេអីចឹងណាហើយមីស៊ូហារ៉ាក៏បានសំទោសទៅកាន់កាស៊ូយ៉ាមុននឹងមីស៊ូហារ៉ាឡើងឡានកាស៊ូយ៉ាក៏បានស្រែកទៅកាន់គេថាអរគុណណាស់ដែលបានជួយជីវិតរបស់ខ្ញុំមីស៊ូហារ៉ាក៏បានតបវិញឡើងផ្អែមហ្មងថាហេតុអីមិនអាចព្រោះខ្ញុំជាមិត្តស្រីរបស់ឯងនោះអីគីប៊ីលើបែបនេះឡើងសប្បាយចិត្តពេញទំហឹងហ្មងហើយក៏បានប្រាប់ទៅកាន់កាស៊ូយ៉ាថាត្រូវតែមើលថែនាងផងចំណែកឯម៉ាមីវិញម្ដងសូម្បីតែមួយម៉ាត់ក៏មិនច្រឡួកជាមួយនឹងកាស៊ូយ៉ាដែរមិនមែនតែកាស៊ូយ៉ាទេគាំងមិត្តភ័ក្តិរបស់គេក៏គាំងដែរគីប៊ីបានខ្សឹបទៅកាន់កាស៊ូយ៉ាថាបើសិនជាឯងបែកគ្នាជាមួយនឹងមីស៊ូហារ៉ាម្ដងទៀតណាសង្គ្រាមនឹងកើតឡើងទៀតហើយពេលដែលកាស៊ូយ៉ាបានមកដល់បន្ទប់របស់គេហើយខួរក្បាលរបស់គេមិនដឹងគិតអីទេមើលរូបភាពរបស់ម៉ាមីហើយក៏បានធ្វើសកម្មភាពអ្វីមួយអ្នកទាំងអស់គ្នាមើលតែខ្លួនឯងក៏យល់ដែរមិនបាច់អត់មានបញ្យល់ទេមួយអាទិត្យក្រោយមកលោកយាយរបស់កាស៊ូយ៉ាក៏បានមកលេងកន្លែងមួយពេលទៅដល់ផ្ទះសំណាក់ហើយលោកយាយក៏បានណែនាំមិត្តភ័ក្តិរបស់គាត់ឲ្យកាស៊ូយ៉ាស្គាល់ផងដែរមិត្តភ័ក្តិរបស់គាត់ម្នាក់នោះគឺជាលោកយាយរបស់មីស៊ូហារ៉ាយើងនឹងឯងគាត់បានស្គាល់គ្នាតាំងពីគាត់នៅក្នុងមន្ទីរពេទ្យឯណោះកាស៊ូយ៉ាបានសួរលោកយាយពីអ៊ីឈីណូហើយអ្វីបានជានាងមិនមកអញ្ចឹងលោកយាយក៏បានឆ្លើយតបថានាងរវល់បាត់ទៅហើយមិនបានមកទេដល់ម៉ោងសម្រាកលោកយាយបានប្រាប់កាស៊ូយ៉ាថាមិនបាច់គេងរួមបន្ទប់ជាមួយនឹងគាត់ទេលោកយាយគឺគេងជាមួយនឹងលោកយាយរបស់អ៊ីឈីណូហើយចំណែកឯងបន្ទប់មួយម្នាក់ឯងទៅកាស៊ូយ៉ាគឺឆ្ងល់ខ្លាំងមែនតែនហើយអ្វីបានជាលោកយាយទាំងពីរមើលទៅដូចជាមានរឿងលាក់បាំងជាមួយនឹងគេនៅក្នុងបន្ទប់របស់កាស៊ូយ៉ាគឺពិតជាស្អាតមែនតែនហើយនឹងមានកៅអីជាច្រើនទៀតផងមើលទៅដូចជាកន្លែងទទួលភ្ញៀវដ៏ស្អាតមួយកាស៊ូយ៉ាអង្គុយនៅក្នុងបន្ទប់នោះមិនបានប៉ុន្មានផងក៏មានមនុស្សម្នាក់បានចូលមកមនុស្សម្នាក់នោះគឺមីស៊ូហារ៉ាយើងនឹងឯងលោកយាយទាំងពីរលេងមួយក្បាច់នេះដាច់ចកេះពីរនាក់នឹងអស់ម្នាក់ឃើញគ្នាហើយភ្ញាក់រៀងខ្លួនតែម្ដងលោកយាយទាំងពីរបាននិយាយទៅកាន់ពួកគេថាពួកគាត់ធ្វើបែបនេះគឺចង់ឲ្យពីរនាក់ឯងហ្នឹងមានពេលផ្អែមល្ហែមម្ដងហើយឥឡូវអត់មានបន្ទប់ណាទៅនេទៀតទេអញ្ចឹងពីរនាក់ឯងគេមួយគ្នាសិនទៅយប់នេះកាស៊ូយ៉ាបាននិយាយទៅកាន់មីស៊ូហារ៉ាថានៅស្អែកព្រឹកនេះត្រូវតែប្រាប់ពួកគាត់ថាយើងបែកគ្នាពីព្រោះកាស៊ូយ៉ាបានតាំងចិត្តនឹងខ្លួនឯងថានឹងរកមនុស្សស្រីពិតប្រាកដម្នាក់ឲ្យលោកយាយរបស់គេមីស៊ូហារ៉ាក៏បាននិយាយទៅកាន់កាស៊ូយ៉ាថាមុននឹងក្រោយគង់តែបែកគ្នាដដែលទេអញ្ចឹងឥឡូវយើងមិនទាន់ប្រាប់ពួកគាត់ទេបើសិនជាពួកយើងប្រាប់គាត់នៅពាក់កណ្ដាលទីនេះប្រកាសជាមានរឿងធំជានឹងទៀតគ្រាន់តែកាស៊ូយ៉ាលើបែបនេះឡើងញញឹមហ្មងពេលដែលពួកគេបានជជែកគ្នាមួយសន្ទុះធំមីស៊ូហារ៉ាក៏បានទៅងូតទឹកពេលដែលមីស៊ូហារ៉ាបានទៅដល់ចៃដន្យមែនតែនគេក៏បានជួបលោកយាយរបស់កាស៊ូយ៉ាលោកយាយក៏បានហៅមីស៊ូហារ៉ាងូតទឹកជាមួយគាត់តែម្ដងទៅលោកយាយគឺសប្បាយចិត្តខ្លាំងមែនតែនបានងូតទឹកជាមួយនឹងមីស៊ូហារ៉ាហើយនិយាយគ្នាលេងជាមួយគេទៀតផងមិនតែប៉ុណ្ណោះលោកយាយបានដោះក្អែឲ្យមីស៊ូហារ៉ាថ្នមទៀតផងហេតុតែចៅភាសានោះអីបន្តិចក្រោយមកមីស៊ូហារ៉ាបានសួរសំណួរខ្លះៗទៅកាន់លោកយាយគេបានសួរថាតើលោកយាយគិតយ៉ាងម៉េចបើសិនជាខ្ញុំកុហកលោកយាយចុះបើខ្ញុំមិនមែនជាមនុស្សប្រភេទដែលលោកយាយបានគិតពីមុនតើលោកយាយនៅស្រឡាញ់ចៅម្នាក់នេះដែរឬទេលោកយាយស្ដាប់រួចគាត់ក៏បានញញឹមហើយក៏បានឆ្លើយសំណួររបស់មីស៊ូហារ៉ាគាត់បានឆ្លើយយ៉ាងមានអត្ថន័យខ្លាំងមែនតែនថានៅលើโลกនេះគ្មានអ្នកណាកើតមកមិនកុហកអ្នកដទៃទេហើយក៏គ្មានអ្នកណាម្នាក់ដែលមិនដែលជួបរឿងកុហកដែរឃ្លាចុងក្រោយដែលលោកយាយបាននិយាយបញ្ចប់សំណួរទាំងអស់នោះគាត់ថាគឺគាត់នៅតែស្រឡាញ់មីស៊ូហារ៉ាដដែលនៅចំណុចនេះadmin ពិតជាសរសើរ director ខ្លាំងមែនតើពេលដែលមីស៊ូហារ៉ាបានទៅបន្ទប់របស់គេវិញគេបាននិយាយប្រាប់កាស៊ូយ៉ាថាឥឡូវនេះយើងអត់មានរឿងរញ៉េរញ៉ៃទៀតទេចំណែកឯកាស៊ូយ៉ាវិញតែឆ្ងល់គឺឆ្ងល់ហើយប៉ុន្តែមីស៊ូហារ៉ាក៏បានលើកកែវជល់មួយគ្នាមួយទៅមីស៊ូហារ៉ាផឹកបដាសោចបដាឡើងរីករាយដាក់កាស៊ូយ៉ាហ្មងនេះគឺជាលើកទី1ហើយដែលកាស៊ូយ៉ាបានឃើញមីស៊ូហារ៉ាសោចបែបនេះកាស៊ូយ៉ាឃើញមីស៊ូហារ៉ាសប្បាយចិត្តបែបនេះគេអត់ចង់រំខាននាងទេបំរុងនឹងទៅដេកក្នុងបន្ទប់ទឹកប៉ុន្តែមីស៊ូហារ៉ាបាននិយាយថាមកដើរលេងជួលបន្ទប់អស់ទាំងលុយហេតុអ្វីទៅដេកក្នុងបន្ទប់ទឹកអញ្ចឹងដេកនៅនឹងទៅកុំតែគិតអីផ្ដេសផ្ដាស់មកលើខ្ញុំទៅបានហើយ
កំពុងតែរៀបកន្លែងដេកកាស៊ូយ៉ាបានគិតក្នុងចិត្តថាដូចជាមានអារម្មណ៍ថាខុសពីធម្មតាតិចយប់នឹងមីស៊ូហារ៉ាធ្វើអីគេទៅអេដមីនឡើងហួសចិត្តហ្មងណាមីស៊ូហារ៉ាតែគិតអីទៅលើកាស៊ូយ៉ាទេណាស់តែកាស៊ូយ៉ានឹងគិតអាក្រក់ទៅលើគេបិទភ្លើងដេករៀងៗខ្លួនហើយប៉ុន្តែកាស៊ូយ៉ានៅតែគិតពីមីស៊ូហារ៉ាកាស៊ូយ៉ាគិតថាមីស៊ូហារ៉ាប្រហែលជាដេកលក់បាត់ហើយគេក៏បាននិយាយរឿងរ៉ាវក្នុងចិត្តរបស់គេចេញមកខាងក្រៅគេបាននិយាយថាមីស៊ូហារ៉ាគឺជាមនុស្សស្រីម្នាក់ដែលល្អខ្លាំងមែនទែនចរិតរឹកពីរបស់នាងតាំងពីគេបានជួបមកគឺខុសពីមនុស្សស្រីដទៃព្រមទាំងពូកែទៀតផងហើយមិនគួរណាគេទៅរំខានទៅលំបាកមីស៊ូហារ៉ាទេកាស៊ូយ៉ាក៏បាននិយាយទៅកាន់ខ្លួនឯងថាខ្ញុំតំណើបហ្មងណាជាអតិថិជនម្នាក់ដែលតែងតែមានបញ្ហារហូតតាំងពីមីស៊ូហារ៉ាជាប់ពាក់ព័ន្ធជាមួយនឹងខ្ញុំមកនាងគ្មានចំណេញអីទេប៉ុន្តែអ្វីដែលចម្លែកនោះគឺកាស៊ូយ៉ាមានអារម្មណ៍ថាគេបានផ្លាស់ប្ដូរខ្លួនរបស់គេជាច្រើនពេលដែលគេបាននៅជាមួយនឹងមីស៊ូហារ៉ាដូចជានៅលើកប៉ាល់អញ្ចឹងគេក្លាហានជាងមុនមើលទៅដូចមិនមែនជាងគេអញ្ចឹងកាស៊ូយ៉ាក៏បន្តនិយាយទៀតថាខ្ញុំនឹងតាំងចិត្តប្រាប់លោកយាយថាមីស៊ូហារ៉ាជាមួយនឹងខ្ញុំបែកគ្នាប៉ុន្តែគេចង់ជួលមីស៊ូហារ៉ាសម្រាប់តែចេញទៅខាងក្រៅទេភ្លាមៗនោះមីស៊ូហារ៉ាក៏បាននិយាយថាពិតប្រាកដណាស់រឿងដែលយើងនឹងប្រាប់ពួកគាត់ថាយើងបែកគ្នាហ្នឹងណានឹងចប់ឆាប់នឹងឯងតែពួកយើងក៏ត្រូវរកពេលវេលាណាមួយឲ្យល្អសម្រាប់ពួកគាត់ផងដែរហើយឆាប់ឯងក៏អាចរកមិត្តស្រីម្នាក់បានទៀតផងនិយាយគ្នារួចពួកគេក៏ចាប់ផ្ដើមដេកវិញទៅសាច់រឿងក៏បានបង្ហាញពីពួកគេនៅសាលារៀនកាស៊ូយ៉ានិងមីស៊ូហារ៉ាបានដើរប្រាប់មិត្តភ័ក្តិរបស់គេហ្នឹងថាពីរនាក់គេគឺត្រូវគ្នាវិញហើយពូម៉ាក់របស់គេដទៃទៀតទៅឡើងរំភើបជំនួសគេហ្មងចំណែកឯគីប៊ីបានឃើញពីរនាក់នឹងត្រូវគ្នាវិញរំភើបឡើងហូរទឹកឈាមហ្មងហើយនៅក្នុងថ្នាក់ហ្នឹងក៏មានម៉ាមីដែរបានច្រឡឹងទៅមើលពួកគេទៀតផងតិចសង្គ្រាមកាត់ឡើងទៀតទៅបន្ទាប់ពីពួកគេបានចេញពីក្នុងថ្នាក់រៀនគេបានដើរលេងជាមួយនឹងគ្នាហើយមកញ៉ាំអីដោយការដែលគេបានជួបគ្នាលើកដំបូងចឹងមីស៊ូហារ៉ាបានឃើញទូរស័ព្ទរបស់កាស៊ូយ៉ាបែកហើយគេក៏សួរថាកើតអីកាស៊ូយ៉ាបាននិយាយប្រាប់ថាទូរស័ព្ទនឹងបែកដោយសារតែគេបានហក់ទៅជួយមីស៊ូហារ៉ានឹងឯងវាបែកមែនប៉ុន្តែក៏វានៅតែប្រើការដែរពេលដែលពួកគេត្រឡប់ទៅផ្ទះវិញមីស៊ូហារ៉ាមើលកាស៊ូយ៉ាទម្លាក់ទឹកមុខចុះរហូតកាស៊ូយ៉ាដើរល្ងើហើយល្អូថាដឹងពេលណាខ្ញុំបានរកមិត្តស្រីពិតប្រាកដឲ្យលោកយាយរបស់ខ្ញុំទេមីស៊ូហារ៉ាក៏បាននិយាយទៅកាន់កាស៊ូយ៉ាថាវាមិនពិបាកទេប៉ុន្តែឯងត្រូវតែរក្សាភាពវិជ្ជមានបើមិនដូច្នេះទេឯងមិនអាចជួបមនុស្សស្រីត្រឹមត្រូវទេភ្លាមនោះកាស៊ូយ៉ាក៏បានជួបមិត្តភក្តិរបស់គេគឺអាប៉ែគូរីបាយ៉ាស៊ីនឹងអាប៉ែនឹងក៏មកត្រេកអរចំពោះកាស៊ូយ៉ាដែរដែលបានត្រូវគ្នាជាមួយនឹងមីស៊ូហារ៉ាវិញហើយគេក៏មានដំណឹងល្អចង់ប្រាប់កាស៊ូយ៉ាដែរថាគេគឺក៏មានមិត្តស្រីម្នាក់ដែរជ្រុលជាជួបគ្នាហើយអាប៉ែនឹងក៏បបួលកាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាទៅដើរលេងជាមួយនឹងគេហើយគេក៏យកសង្សារគេទៅដែរកាស៊ូយ៉ាមិនទាន់បានយល់ព្រមផងអាប៉ែនឹងទៅបាត់ពេលដែលកាស៊ូយ៉ាទៅផ្ទះវិញម្នាក់ឯងគេក៏បានបុកក្មេងស្រីម្នាក់ហើយសាំមែនតែនហ្មងណាក៏បានឃើញខោខ្នងរបស់ក្មេងស្រីម្នាក់នឹងទៀតអញ្ចឹងបានកាស៊ូយ៉ាចេះតែសាវ៉ានឹងហើយពួកគេមិនបាននិយាយគ្នាអីមួយម៉ាត់ទេក្មេងស្រីម្នាក់នឹងក៏រត់បាត់ទៅថ្ងៃដែលកាស៊ូយ៉ាមកលេងជាមួយនឹងមិត្តភក្តិរបស់គេក៏បានមកដល់អ្នកទាំងអស់គ្នាអើយមើលកាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាឡើងសមគ្នាហ្មងនៅក្នុងចិត្តរបស់កាស៊ូយ៉ាគឺអត់ជឿថាអាប៉ែកូរីបាយ៉ាស៊ីហ្នឹងមានសង្សារពិតប្រាកដទេនិយាយទៅចេញមកកាស៊ូយ៉ាមើលងាយគេហ្មងមិត្តស្រីរបស់មិត្តភក្តិគេក៏បានមកដល់ហើយមិត្តស្រីរបស់មិត្តភក្តិគេនោះគឺជាក្មេងស្រីម្នាក់ដែលបានដើរបុកគ្នាជាមួយនឹងកាស៊ូយ៉ាកាលពីថ្ងៃមុនហ្នឹងកាស៊ូយ៉ាឃើញអញ្ចឹងឡើងចំហមាត់ហ្មងកាស៊ូយ៉ាក៏បាននិយាយទៅកាន់មិត្តភក្តិគេថាក្មេងស្រីម្នាក់ហ្នឹងក៏ខ្ញុំធ្លាប់ជួបដែរកាលពីថ្ងៃមុនកូរីបាយ៉ាស៊ីក៏និយាយថាអូបើអញ្ចឹងល្អហើយដែលឯងបានស្គាល់គេដែរពួកគេក៏បានមកដល់កន្លែងលេងហើយបន្ទាប់ពីអាប៉ែកូរីបាយ៉ាស៊ីនឹងឡើងរួចគេក៏ឲ្យមីស៊ូហារ៉ាឡើងម្ដងមីស៊ូហារ៉ាមិនបានបដិសេធអីមួយម៉ាត់ទេអ្នកឡើងគឺនៅតែឡើងទៅហើយចំណែកឯអ្នកសម្លឹងគឺនៅតែសម្លឹងទៅកាស៊ូយ៉ានិយាយទៅគឺអត់បានហ្មងកាស៊ូយ៉ាមកជុំទេងុំអាប៉ែកូរីបាយ៉ាស៊ីនឹងសម្លឹងនោះសម្លឹងបន្ទាប់ពីមីស៊ូហារ៉ាបានឡើងរួចគេក៏ឲ្យកាស៊ូយ៉ាឡើងម្ដងអ្នកទាំងអស់គ្នាមិនបាច់សង្ឃឹមកាស៊ូយ៉ាទេឡើង20ដងធ្លាក់ទាំង20ដងហ្មងអេដមីនអង្គុយសោចកន្លែងហ្នឹងឡើងឆ្អែតហើយបន្ទាប់ពីលេងរួចម្នាក់ក៏បានសម្រាកសិនមីស៊ូហារ៉ាជាមួយនឹងកាស៊ូយ៉ាឡើងស្វីតហ្មងមីស៊ូហារ៉ាដឹងថាកាស៊ូយ៉ាអស់កម្លាំងក៏ឲ្យភេទជ្ជៈទៅដើម្បីបើកម្លាំងតិចភ្លាមនោះក្មេងស្រីម្នាក់នោះក៏បានមកជួបមីស៊ូហារ៉ាក្មេងស្រីម្នាក់ហ្នឹងចង់និយាយជាមួយនឹងមីស៊ូហារ៉ាតែ2នាក់ទេហើយក្មេងស្រីម្នាក់ហ្នឹងមានឈ្មោះថាសារ៉ាឈីណារូកាមកដល់ភ្លាមរូកាមិនបាននិយាយស្វាគមន៍អីច្រើនទេហើយគេក៏បានចោទសំណួរសួរទៅកាន់មីស៊ូហារ៉ាយើងយកតែម្ដងគេបានសួរថាតើមីស៊ូហារ៉ាឯងធ្វើការងារកំដរអ្នកដតីមែនអត់មីស៊ូហារ៉ាលើបែបនេះគេក៏បានស្ទាក់ស្ទើរចិត្តដែរហើយក៏បានឆ្លើយតបទៅកាន់រូកាវិញថា
ចង់និយាយពីអ្វីទៅការងារកំដរអ្នកដតីអ្វីទៅរូកាអត់បានសួរនាំអីទៀតទេហើយគេដើរចេញតែម្ដងមីស៊ូហារ៉ាក៏បានត្រឡប់មកវិញហើយគេបាននិយាយប្រាប់កាស៊ូយ៉ាថារូកាដូចជាដឹងរឿងរ៉ាវពួកយើងអញ្ចឹងកាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាពិតជាឆ្ងល់ខ្លាំងមែនតើហេតុអីបានជារូកាដឹងរឿងរ៉ាវទាំងអស់នេះឬក៏រូកាអត់ទាន់ដឹងច្បាស់ទេបន្ទាប់ពីពួកគេបាននិយាយគ្នាអារឿងឆ្ងល់នឹងមួយសន្ទុះធំហើយមីស៊ូហារ៉ាមិនបានឃើញគូរីបាយ៉ាស៊ីនៅជាមួយនឹងរូកាទេហើយគេក៏បានទៅសួរនាងម្ដងទៀតមីស៊ូហារ៉ាសួរថាសំណួរមិញគឺជាសំណួរអ្វីទៅអត់យល់ទេហើយខ្ញុំជាមួយនឹងកាស៊ូយ៉ាក៏ជាសង្សារនឹងគ្នាដែរមីស៊ូហារ៉ានិយាយរួចក៏ដល់វេនរូកានិយាយវិញម្ដងគេថាបើដូច្នេះមែនណាពួកឯងថើបគ្នានៅមុខនឹងមួយទៅបញ្ជាក់ឲ្យដឹងថាពួកឯងជាសង្សារនឹងគ្នាមែនគ្រាន់តែលើសំណួរបែបហ្នឹងគេទាំងពីរនាក់តែម្ដងភ្លាមៗនោះមីស៊ូហារ៉ាមិនបាននិយាយអ្វីច្រើនទេហើយគេក៏ចាប់ផ្ដើមចាប់កាស៊ូយ៉ាជួបនៅមុខរូកាហ្មងប៉ុន្តែមីស៊ូហារ៉ាពិតជាឆ្លាតមែនតើបានយកដៃម្ខាងរបស់ខ្លួនហ្នឹងបាំងមាត់កាស៊ូយ៉ាដៃម្ខាងទៀតកាន់ទូរស័ព្ទបាំងរូកាផងដែរបញ្ចប់សកម្មភាពនោះហើយមីស៊ូហារ៉ាធម្មតាទេប៉ុន្តែកាស៊ូយ៉ាវិញឡើងញ័រខ្លួនរូកាក៏បាននិយាយថាថើបគ្នាអីអញ្ចឹងកុំចង់មកបោកគេបន្តិចនោះគូរីបាយ៉ាស៊ីក៏បានមកដល់ហើយពួកគេទាំង3នាក់ហ្នឹងក៏បាននិយាយរឿងផ្សេងវិញបន្ទាប់ពីពួកគេបានដើរលេងគ្រប់សពកន្លែងហើយមីស៊ូហារ៉ាក៏បានទៅផ្ទះមុនកាស៊ូយ៉ាចំណែកឯ3នាក់នេះវិញម្ដងក៏ដល់ផ្លូវបំបីទៅផ្ទះរៀងខ្លួនដែរគេទៅផ្ទះអស់ហើយចំណែកឯកាស៊ូយ៉ាវិញគឺអត់ទាន់ទៅទេហើយក៏គិតដល់រូកាមីស៊ូហារ៉ាធ្វើអ្វីគ្រប់យ៉ាងដោយសារតែរូកានឹងឯងកាស៊ូយ៉ាក៏រត់តាមរូកាដើម្បីនិយាយគ្នាឲ្យដឹងរឿងពេលដែលគេរត់ទៅរូកាចាំនៅនឹងមុខនឹងតែម្ដងរូកាបានថាឲ្យកាស៊ូយ៉ាហ្នឹងគេជាបុរសคล้ายគូស្នេហារបស់ពួកគេហ្នឹងមិនពិតប្រាកដទេរូកាគឺអត់ឲ្យកាស៊ូយ៉ាហ្នឹងតាមនាងទេពេលដែលគេរត់ទៅកាស៊ូយ៉ាក៏លាតដៃដើម្បីចាប់នាងប៉ុន្តែនៅពេលនោះនាងក៏បានបែរមកដៃរបស់កាស៊ូយ៉ាក៏ប៉ះដើមទ្រូងរបស់នាងមួយជំហានទៅមួយជំហានកាស៊ូយ៉ាតាមរូកាអត់ឈប់ទេកាស៊ូយ៉ាអង្វររូកាកុំឲ្យប្រាប់រឿងរ៉ាវហ្នឹងទៅគូរីបាយ៉ាស៊ីឲ្យដឹងហើយគេក៏បានសួររូកាថាហេតុអីបានជាគេដឹងរឿងរ៉ាវទាំងអស់នេះរូកាអត់ប្រាប់កាស៊ូយ៉ាទេថាហេតុអីបានជានាងដឹងរឿងរ៉ាវទាំងអស់នេះនាងបាននិយាយទៅកាន់កាស៊ូយ៉ាថាហេតុអីមិនអាចប្រាប់អ្នកដទៃឲ្យដឹងគ្រាន់តែរឿងប៉ុណ្ណឹងសោះខ្មាស់អីទៅកាស៊ូយ៉ាក៏និយាយរឿងរ៉ាវពិតប្រាកដគេជាមួយនឹងមីស៊ូហារ៉ាដំបូងឡើយគេបានជួលមីស៊ូហារ៉ាដើរលេងជាមួយគ្នាមិនទាន់បានអីផងលោកយាយរបស់កាស៊ូយ៉ាក៏បានខលហៅកាស៊ូយ៉ាទៅជួបគាត់ភ្លាមតែម្ដងពេលកាស៊ូយ៉ាទៅជួបនោះក៏យកមីស៊ូហារ៉ាទៅជាមួយដែរគេក៏ច្រឡំមាត់ថាមីស៊ូហារ៉ាហ្នឹងជាសង្សាររបស់ខ្លួនទើបលោកយាយរបស់គេពេញចិត្តមីស៊ូហារ៉ាហើយឲ្យគេរក្សាមីស៊ូហារ៉ាឲ្យបានល្អដូចនេះហើយកាស៊ូយ៉ាក៏សម្រេចចិត្តជួលមីស៊ូហារ៉ារហូតទៅកាស៊ូយ៉ាក៏អង្វររូកាម្ដងទៀតឲ្យសន្យាជាមួយគេថាមិនប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅអ្នកណាឲ្យបានដឹងទេរូកាមិនយល់ព្រមទេហើយក៏រត់ទៅមុខទៀតចែកដន្យអីលោកយាយនៅមុខនោះគេក៏រត់គេចលោកយាយរត់ជ្រុលក៏ធ្លាក់ពីលើនោះទៅអ្នកធ្លាក់មិនមែនតែរូកាទេសូម្បីតែកាស៊ូយ៉ាក៏ធ្លាក់ទៅជាមួយនឹងរូកាដែរហើយពួកគេក៏អោបគ្នានៅនឹងហ្មងកាស៊ូយ៉ាអង្វររូកាម្ដងទៀតថាកុំឲ្យប្រាប់រឿងរ៉ាវទាំងអស់នេះទៅអ្នកណាឲ្យដឹងមីស៊ូហារ៉ាល្អណាស់បើប្រាប់ទៅមិនមែនគេឈឺចាប់តែម្ខាងទេសូម្បីតែមីស៊ូហារ៉ាក៏ឈឺចាប់ជាមួយនឹងគេដែរអង្វរម្ដងហើយម្ដងទៀតរូកាក៏បាននិយាយទៅកាន់កាស៊ូយ៉ាថាគេក៏ធ្វើការងារដូចមីស៊ូហារ៉ាដែរគ្រាន់តែឮចឹងកាស៊ូយ៉ាបើកភ្នែកធំហ្មងសាច់រឿងក៏បានបង្ហាញកាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាជួបគ្នាវិញម្ដងគេបានប្រាប់មីស៊ូហារ៉ាអំពីរូកាដែលបានប្រាប់គេថានាងក៏មានការងារដូចមីស៊ូហារ៉ាដែរមីស៊ូហារ៉ាក៏បានឆែកទូរស័ព្ទរបស់ខ្លួនមើលអ្នកធ្វើការងារដូចនាងដែរពិតប្រាកដមែនគឺរូកាធ្វើការដូចមីស៊ូហារ៉ាក៏អត់ចង់ឲ្យរូកាប្រាប់រឿងរ៉ាវទាំងអស់នេះទៅគូរីបាយ៉ាស៊ីឲ្យដឹងទេពីព្រោះគេខ្លាចបែកធ្លាយដឹងទៅដល់លោកយាយរបស់គេដើម្បីកុំឲ្យរឿងរ៉ាវទាំងអស់នេះបែកធ្លាយមីស៊ូហារ៉ាបានឲ្យកាស៊ូយ៉ាឃ្លាំមើលគូរីបាយ៉ាស៊ីជាមួយនឹងរូកាឲ្យជាប់នៅថ្ងៃបន្ទាប់កាស៊ូយ៉ាបានណាត់គូរីបាយ៉ាស៊ីឲ្យមកជួបគេកំពុងតែឈររងចាំគូរីបាយ៉ាស៊ីប៉ុន្តែបែរទៅជួបរូកាវិញមនុស្សប្រុសនៅទីនោះបានសរសើររូកាពេញមាត់ហ្មងថានាងជាស្រីស្អាតប៉ុន្តែនាងមិនអើពើទេហើយគេក៏បានរត់ទៅនិយាយជាមួយនឹងកាស៊ូយ៉ាវិញកំពុងតែឈរនិយាយគ្នាហ្នឹងចែកដន្យមែនតែនគូរីបាយ៉ាស៊ីក៏បានដើរមកទៀតពេលដែលគូរីបាយ៉ាស៊ីបានមកដល់មិនបានឃើញកាស៊ូយ៉ាទេគេក៏បានសួរប្រុសនៅទីនោះពួកគេក៏បានប្រាប់ផ្លូវថាកាស៊ូយ៉ាជាមួយនឹងរូកាទៅផ្លូវណាទៀតចំណែកឯពីរអ្នកនេះវិញម្ដងកាស៊ូយ៉ាភ័យខ្លាចតែគូរីបាយ៉ាស៊ីហ្នឹងដឹងគេនៅជាមួយនឹងរូកាទេប៉ុន្តែរូកាមិនភ័យខ្លាចទេហើយព្រមទាំងចង់អោបកាស៊ូយ៉ាទៀតផងអេដមីនសង្ស័យណាស់និយាយទៅតួអង្គកាស៊ូយ៉ាមានមន្តស្នេហ៍ខ្លាំងហ្មងភ្លាមនោះគូរីបាយ៉ាស៊ីក៏បានដើរមកបន្ទប់ពួកគេហើយ
ចំណែកឯកាស៊ូយ៉ាវិញភ័យឡើងក្តៀនហ្មងពេលដែលកាស៊ូយ៉ាដឹងថាគូរីបាយអាស៊ីចេញពីបន្ទប់ហ្នឹងគេក៏មានអារម្មណ៍ធូរចិត្តបន្តិចកាស៊ូយ៉ាបានស្ដីឲ្យរូកាបើសិនជាគូរីបាយអាស៊ីដឹងមិនវីវហើយអីរូកាក៏បានសុំទោសទៅកាស៊ូយ៉ាប៉ុន្តែភ្លាមនោះគូរីបាយអាស៊ីក៏បានមកដល់កាស៊ូយ៉ាភ័យឡើងញាប់ផ្លោកហ្មងហើយក៏រកលេសដោះសារលើកដៃលើកជើងពេញនឹងភ្លាមនោះរូកាងើបឈរឡើងគេក៏បានអរគុណទៅគូរីបាយអាស៊ីដែលបានជួលនាងគ្រាន់តែគូរីបាយអាស៊ីបានលឺអញ្ចឹងឡើងកៀងហ្មងនៅមុខកាស៊ូយ៉ាគូរីបាយអាស៊ីក៏បានរត់ចេញពីបន្ទប់ហ្នឹងហើយកាស៊ូយ៉ាក៏ស្ដីឲ្យរូកាផងដែរកាស៊ូយ៉ាក៏បានមកដល់បន្ទប់របស់មីស៊ូហារ៉ាហើយគេក៏បាននិយាយប្រាប់មីស៊ូហារ៉ាអំពីរឿងរូកាបាននិយាយអរគុណទៅកាន់គូរីបាយអាស៊ីដែលបានជួលនាងភ្លាមនោះរូកាក៏បានមកជួបកាស៊ូយ៉ាទៀតហើយតាមគេឡើងមកដល់ផ្ទះហ្មងរូកាដឹងកន្លែងរបស់កាស៊ូយ៉ាគឺដោយសារតែគូរីបាយអាស៊ីនិយាយប្រាប់គេហើយរូកាក៏ដឹងថែមទៀតថាមីស៊ូហារ៉ានៅបន្ទប់ជាប់កាស៊ូយ៉ាផងដែររូកាបានបង្ហាញពីអារម្មណ៍របស់គេមិនសប្បាយចិត្តទៅកាន់កាស៊ូយ៉ាដោយសារតែគេរស់នៅជិតមីស៊ូហារ៉ារូកាបាននិយាយខ្លាំងទៅកាន់កាស៊ូយ៉ាហ្មងថានាងគ្រាន់តែជួលទេមិនក៏ដើរលេងជាមួយគ្នាហើយស្វីតដាក់គេដាក់ឯងខ្លាំងម្ល៉េះរូកានិយាយបែបហ្នឹងមិនដឹងថាក្នុងន័យស្អប់កាស៊ូយ៉ាឬក៏ច្រណែនមីស៊ូហារ៉ាទេរូកាបានលើកទូរស័ព្ទរបស់ខ្លួនមកហើយបានថតសំឡេងហើយក៏និយាយខ្លាំងទៅកាន់កាស៊ូយ៉ានិងមីស៊ូហារ៉ាថារឿងរ៉ាវរបស់មីស៊ូហារ៉ាគេនឹងមិនប្រាប់អ្នកណាម្នាក់ឲ្យដឹងទេប៉ុន្តែកាស៊ូយ៉ាត្រូវតែជួលនាងម្ដងមីស៊ូហារ៉ានិងកាស៊ូយ៉ាលឺអញ្ចឹងឡើងកៀងហ្មងរូកាក៏បានស្រែកខ្លាំងទៅកាន់កាស៊ូយ៉ាថានាងចូលចិត្តកាស៊ូយ៉ាខ្លាំងណាស់នាងក៏បន្តនិយាយទៀតថាមីស៊ូហារ៉ាឯងជាអ្នកជួលមកទេហេតុអីបានជា take care នាងខ្លាំងម្ល៉េះត្រឹមតែជួលមីស៊ូហារ៉ាហើយខ្វល់ខ្វាយពីនាងប៉ុណ្ណឹងហើយបើសិនជាខ្ញុំជាសង្សាររបស់ឯងមិនដឹងឯងខ្វល់ខ្វាយប៉ុណ្ណាទេរូកាក្រាស់ទៅលើកាស៊ូយ៉ាហ្នឹងខ្លាំងតាំងពីជួបកាស៊ូយ៉ាដំបូងមកម្ល៉េះហើយដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងរូកាមកនិយាយស្ដែងនៅមុខមីស៊ូហារ៉ានិងកាស៊ូយ៉ាហ្មងភ្លាមនោះមីស៊ូហារ៉ាក៏បានចេញពីបន្ទប់ហើយគេក៏បាននិយាយទៅកាន់រូកាថាដោយកាស៊ូយ៉ានិយាយប្រាប់ឯងអញ្ចឹងពួកយើងនៅតែរក្សាស្នេហាខ្លាំងៗនឹងរហូតពីព្រោះពួកយើងគ្មានជំរឿសទេរូកាស្ដាប់មីស៊ូហារ៉ារៀបរាប់ឡើងមុខជ្រួញហ្មងរូកាមើលចិត្តពេកគេក៏និយាយខ្លាំងទៅកាន់មីស៊ូហារ៉ាថារឿងតែប៉ុណ្្នឹងគ្មានអីអស្ចារ្យទេកាស៊ូយ៉ាបានប៉ះដើមទ្រូងរបស់ខ្ញុំហើយបានដេកសង្កត់លើខ្ញុំទៀតផងមីស៊ូហារ៉ាស្ដាប់រួចឡើងហួសចិត្តហ្មងហើយក៏និយាយឡើងលយទៅកាន់កាស៊ូយ៉ាថាលយប្រូភ្លាមនោះកាស៊ូយ៉ាក៏នាំមីស៊ូហារ៉ាចូលបន្ទប់ហើយរូកាក៏នៅតែមកតាមកាស៊ូយ៉ាដែរបើថ្ងៃហ្នឹងរូកាមិនបានកាស៊ូយ៉ាគឺអត់ទៅផ្ទះវិញទេមីស៊ូហារ៉ាបាននិយាយទៅកាន់រូកាថាឥឡូវទុកពេលឲ្យពីរនាក់យើងនិយាយគ្នាសិនទៅរូកាគឺអត់យល់ព្រមទេតែពេលកាស៊ូយ៉ានិយាយអញ្ចឹងក៏រូកាយល់ព្រមតាមកាស៊ូយ៉ាទៅពិភាក្សាជាមួយគ្នាដោះស្រាយរឿងទាំងអស់ហ្នឹងឡើងម្នាក់វេទនាចិត្តហ្មងបើសិនជាកាស៊ូយ៉ាយល់ព្រមជាមួយនឹងរូកាគូរីបាយាស៊ីនឹងអន់ចិត្តខ្លាំងណាស់ហើយគេក៏គិតថាមិត្តភ័ក្តិយករបស់ខ្លួនឯងអីអញ្ចឹងណាប៉ុន្តែបើសិនជាកាស៊ូយ៉ាមិនយល់ព្រមជាមួយនឹងរូកានោះរូកានឹងប្រាប់រឿងរ៉ាវទាំងអស់របស់មីស៊ូហារ៉ាឲ្យអ្នកផ្សេងដឹងហើយអាចនឹងបែកធ្លាយទៅដល់លោកយាយរបស់នាងផងដែរភ្លាមនោះកាស៊ូយ៉ាក៏មានគំនិតមួយគេនឹងទៅប្រាប់រឿងរ៉ាវដែលគេកំពុងតែលាក់បាំងទៅគូរីបាយាស៊ីទាំងអស់កាលណាបើសិនជាគូរីបាយាស៊ីដឹងរឿងរ៉ាវទាំងអស់នេះហើយគេក៏អាចលាក់បាំងរឿងរ៉ាវទាំងអស់នេះផងដែរកាស៊ូយ៉ាមិនចាំយូរគេក៏បានលួចចេញពីបន្ទប់ហ្នឹងដើម្បីទៅប្រាប់គូរីបាយាស៊ីឲ្យលឿនឆាប់រហ័សពេលដែលកាស៊ូយ៉ាត្រៀមនឹងរត់ចេញរូកាក៏បានចូលមកឃើញទាន់កាស៊ូយ៉ាភ័យពេកក៏ធ្លាក់ពីលើដើមឈើទៅទោះបីជាធ្លាក់បាក់ចង្កេះប៉ុន្មានកង់ក៏កាស៊ូយ៉ានៅតែដើរទៅមុខដែរប៉ុន្តែរូកានៅតែតាមទាន់កាស៊ូយ៉ាដដែលកាស៊ូយ៉ាក៏បានសុំទោសទៅរូកាម្ដងទៀតថាគេមិនអាចជួលនាងបានទេនៅឥឡូវនេះពីព្រោះគេមិនចង់ឃើញអារម្មណ៍របស់គូរីបាយាស៊ីឈឺចាប់ទេរូកាក៏បាននិយាយទៅកាន់កាស៊ូយ៉ាទាំងទឹកភ្នែកហ្មងថាគេពិតជារំភើបណាស់ដែលឃើញគូស្នេហ៍របស់កាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាហ្នឹងផ្អែមល្ហែមគេអត់ដឹងថាត្រូវធ្វើម៉េចទេដើម្បីឲ្យកាស៊ូយ៉ាមកស្រឡាញ់គេដូចនេះហើយគេក៏ធ្វើតាមនឹងទៅភ្លាមនោះមីស៊ូហារ៉ាក៏បានចាប់កាស៊ូយ៉ាទៅមួយកន្លែងដើម្បីនិយាយប្រាប់គេរឿងមួយមីស៊ូហារ៉ាបាននិយាយថាមើលទៅដូចជាអត់កើតទេរឿងសម្ងាត់របស់ពួកយើងអាចនឹងបែកធ្លាយមីស៊ូហារ៉ាក៏ឲ្យកាស៊ូយ៉ាទៅធ្វើសង្សាររបស់រូកាបណ្ដោះអាសន្នសិនទៅដើម្បីឲ្យនាងធូរចិត្តធូរអារម្មណ៍និងអាចលាក់បាំងរឿងរ៉ាវរបស់យើងបានកាស៊ូយ៉ាមិនចង់ទេតែធ្វើយ៉ាងម៉េចបើអញ្ចឹងទៅហើយមួយអាទិត្យក្រោយមករូកាឡើងសប្បាយចិត្តខ្លាំងហ្មងពីព្រោះគេបាននៅជាមួយនឹងកាស៊ូយ៉ាដើរលេងជាមួយនឹងកាស៊ូយ៉ាអីអញ្ចឹងទៅបើនៅឆ្ងាយពីគ្នាវិញរូកាឆាទៅកាស៊ូយ៉ាឡើងអត់ឈប់ហ្មងសួរថាកាស៊ូយ៉ាសប្បាយចិត្តអត់មើលតែមុខទៅក៏ដឹងដែរតាំងពីកាស៊ូយ៉ាដើរជាមួយនឹងរូកាមកគេមិនដែលឃើញមីស៊ូហារ៉ាចេញចូលក្នុងបន្ទប់របស់គេទេប៉ុន្តែបែរជាមីស៊ូហារ៉ាលួចមើលសកម្មភាពផ្អែមល្ហែមរបស់រូកាជាមួយនឹងកាស៊ូយ៉ាទៅវិញមើលទៅមីស៊ូហារ៉ាដូចជាមានចិត្តទៅលើកាស៊ូយ៉ាដែរហ្នឹងថ្ងៃពិសេសក៏បានមកដល់គឺជាថ្ងៃគ្រីស្មាស់រូកាបានហៅកាស៊ូយ៉ាហ្នឹង
ទៅដើរលេងជាមួយគ្នានៅថ្ងៃគ្រីស្មាស់នឹងឯងប៉ុន្តែកាស៊ូយ៉ាបានរកលេសជាច្រើនដើម្បីគេចវេះជាមួយនឹងរូបការទម្រាំតែនិយាយចប់ជាមួយនឹងរូបការកាស៊ូយ៉ាឡើងចង់ផ្ទុះខួរហ្មងបន្ទាប់ពីគេបានគេចវេះជាមួយនឹងរូបការរួចគេក៏គិតថាបើសិនជាថ្ងៃគ្រីស្មាស់គេបានដើរលេងជាមួយនឹងមីស៊ូហារ៉ាមិនដឹងល្អប៉ុណ្ណាទេដើរលេងជាមួយគ្នាញ៉ាំស្រាក្រហមជាមួយគ្នាហើយថ្ងៃគ្រីស្មាស់ហ្នឹងក៏អាចមីស៊ូហារ៉ាមានកាដូឲ្យគេផងដែរប៉ុន្តែទាំងអស់នេះកាស៊ូយ៉ាបានត្រឹមតែសម័យទេហើយគេក៏គិតថាថ្ងៃគ្រីស្មាស់គេនឹងដើរលេងតែម្នាក់ឯងថ្ងៃគ្រីស្មាស់ក៏ជិតមកដល់ដែរអ្នកទាំងអស់គ្នា admin នឹងរំលឹករឿងហ្នឹងនៅថ្ងៃគ្រីស្មាស់របស់ពួកយើងពីព្រោះនៅក្នុងរឿងហ្នឹងក៏មានថ្ងៃគ្រីស្មាស់ដែរអញ្ចឹងខ្ញុំរំលឹកអញ្ចឹងទៅដូចខ្ញុំរំលឹកអ្នកទាំងអស់គ្នាផងដែរថ្ងៃពិសេសក៏បានមកដល់ប៉ុន្តែមុខកាស៊ូយ៉ាគឺអត់រីកទេភ្លាមនោះមីស៊ូហារ៉ាក៏បានរត់កាត់មុខរបស់គេកាស៊ូយ៉ាឡើងមានអារម្មណ៍ស្រស់ស្រាយហ្មងពេលដែលគេបានឃើញមីស៊ូហារ៉ាប៉ុន្តែនៅពេលនោះមីស៊ូហារ៉ាបានរត់ទៅជួបបុរសម្នាក់កាស៊ូយ៉ាឃើញបែបនេះហើយគេក៏មានអារម្មណ៍ពិបាកចិត្តដែរហើយគេចិត្តអត់ដាច់ទេកាស៊ូយ៉ាឈរគិតឡើងចង់ផ្ទុះគួរហើយថាអាប៉ែហ្នឹងជាសង្សាររបស់មីស៊ូហារ៉ាមែនអត់តើជីវិតពិតរបស់មីស៊ូហារ៉ាយ៉ាងម៉េចទៅវិញកាស៊ូយ៉ាចិត្តមិនដាច់ទេអ្នកទាំងអស់គ្នាហើយក៏ចាប់ផ្ដើមតាមដានពួកគេកាស៊ូយ៉ាតាមដានពួកគេគ្រប់ទីកន្លែងតែម្ដងដូចជានៅកន្លែងមើលកុនអង្គុយញ៉ាំអីមិនត្រឹមតែលួចមើលគេឬក៏តាមដានគេទេពេលដែលគេនិយាយអ្វីស្វីតច្រណែនគេទៀតកាស៊ូយ៉ាបានមកបន្ទប់ទឹកកន្លែងលាងដៃយំតែម្នាក់ឯងគឺសោកស្ដាយមីស៊ូហារ៉ាឬក៏ថ្ងៃគ្រីស្មាស់របស់គេណាគឺមិនបានដើរលេងជាមួយនឹងមីស៊ូហារ៉ាខណៈពេលនោះអាប៉ែដែលដើរជាមួយនឹងមីស៊ូហារ៉ាក៏បានចូលមកអាប៉ែហ្នឹងមានឈ្មោះថាយូមី admin ដឹងថាហៅត្រូវឬក៏ខុសណាអធិស្ឋានឲ្យ admin ផងអ្នកទាំងអស់គ្នាហើយភ្លាមនោះគេក៏និយាយទូរស័ព្ទជាមួយនឹងមនុស្សម្នាក់ដែលការនិយាយនោះគឺតាក់ទងជាមួយនឹងមីស៊ូហារ៉ាដូចជាប្រាប់ពីសកម្មភាពរបស់មីស៊ូហារ៉ាហើយនឹងរូបរាងកាយរបស់នាងកាស៊ូយ៉ាបានលួចស្ដាប់ទាំងអស់ហើយក៏សង្ស័យថាអាប៉ែហ្នឹងមើលទៅដូចជាមិនស្រួលទេតិចគេបោកប្រាស់មីស៊ូហារ៉ាទៅកាស៊ូយ៉ាក៏ចាប់ផ្ដើមតាមដានអាប៉ែហ្នឹងកាន់តែខ្លាំងទៀតមីស៊ូហារ៉ានិងយូមីក៏បានមកមើលដើមឈើគ្រីស្មាស់ដ៏ធំមួយកាស៊ូយ៉ាចង់បញ្ចប់សកម្មភាពរបស់ពួកគេណាតែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបើសិនជាពួកគេជាសង្សារនឹងគ្នាពិតប្រាកដមែននោះអ្នកដែលខុសគឺកាស៊ូយ៉ានឹងឯងភ្លាមនោះមីស៊ូហារ៉ានិងអាប៉ែយូមីបំរុងនឹងថើបគ្នាហើយកាស៊ូយ៉ាទ្រាំមិនបានគេក៏ចេញទាំងតក់ក្រហល់ប៉ុន្តែក៏រអិលជើងដួលមីស៊ូហារ៉ានិងអាប៉ែយូមីណាក៏បានឃើញកាស៊ូយ៉ាដួលនៅមុខនឹងមីស៊ូហារ៉ាក៏សួរទៅកាន់គេថាម៉េចបានឯងមកនៅទីនេះអញ្ចឹងកាស៊ូយ៉ាក៏ប្រាប់ថាបាញ់មិញពួកឯងរកថើបគ្នាមែនអត់មីស៊ូហារ៉ាក៏ប្រាប់ថាគ្មានទេគេគ្រាន់តែមើលត្រចៀករបស់ខ្ញុំតើដោយការសង្ស័យមែនកាស៊ូយ៉ាគ្រាន់តែលឺអញ្ចឹងគាំងបដ យមីស៊ូហារ៉ាក៏និយាយប្រាប់កាស៊ូយ៉ាថាគេជាតារាសម្ដែងឥឡូវនេះដោយសារតែខ្វះថវិកាបងសាលាទើបមីស៊ូហារ៉ាធ្វើការមួយនេះហើយតាមពិតទៅយូមីគឺជាតារាសម្ដែងម្នាក់ដែលសម្ដែងរួមជាមួយនឹងមីស៊ូហារ៉ាការដើរជាមួយនឹងយូមីហ្នឹងគឺមីស៊ូហារ៉ាគ្រាន់តែឲ្យយូមីជួយនាងជាមួយនឹងការអាន skip ដែលបានកំណត់ឲ្យពួកគេនៅពេលដែលដើរទិញអីវ៉ាន់នឹងឯងកាស៊ូយ៉ាក៏សួរយូមីពេលដែលនៅក្នុងបន្ទប់ទឹកកន្លែងលាងដៃតើគេនិយាយទូរស័ព្ទជាមួយនឹងអ្នកណាហើយក៏បាននិយាយតាក់ទងជាមួយនឹងមីស៊ូហារ៉ាដែរយូមីក៏ប្រាប់ថាតាមពិតទៅគេគ្រាន់តែណែនាំខ្លួនរបស់មីស៊ូហារ៉ាទៅកាន់អ្នកដឹកនាំរឿងទេគ្រាន់តែកាស៊ូយ៉ាលឺអញ្ចឹងឡើងល្ងិតមុខចង់ដួលហ្មងយូមីក៏ដល់ម៉ោងទៅធ្វើការរបស់គេផ្សេងទៀតហើយគេក៏លាមីស៊ូហារ៉ាទៅកាស៊ូយ៉ាអង្គុយពិបាកចិត្តម្នាក់ឯងមិនគួរណាគេធ្វើអញ្ចឹងទៅលើមីស៊ូហារ៉ាទេរឿងកើតឡើងនេះគឺដោយសារតែគេតើគេជាអ្វីជាមួយនឹងមីស៊ូហារ៉ាទៅនេះក៏មកពីការបារម្ភរបស់កាស៊ូយ៉ាទៅមីស៊ូហារ៉ាដែរគ្រីស្មាស់ឆ្នាំនេះហេតុអ្វីបានជាអាក្រក់ម្ល៉េះណោភ្លាមនោះមីស៊ូហារ៉ាក៏បានបោះកញ្ចប់មួយទៅឲ្យគេនៅក្នុងនោះគឺជាសម្បកទូរស័ព្ទមួយឡើងស្អាតហ្មងអ្នកទាំងអស់គ្នាមីស៊ូហារ៉ាថាទូរស័ព្ទបែកហើយមិនមានសម្បកការពារអញ្ចឹងមើលទៅអាក្រក់ណាស់ហើយសម្បកទូរស័ព្ទមួយនេះជានិមិត្តសញ្ញាមួយនៃការសំទោសរបស់ខ្ញុំដែលខ្ញុំបានទុកឯងចោលហើយឲ្យឯងនៅជាមួយនឹងរូបការដើម្បីដោះស្រាយបញ្ហាកាស៊ូយ៉ាបន្ទាប់ពីស្ដាប់មីស៊ូហារ៉ារៀបរាប់រួចហើយក៏ទឹកភ្នែកទឹកសបោហើយកាស៊ូយ៉ាក៏និយាយទៅកាន់មីស៊ូហារ៉ាថានេះគឺជាលើកទី1ហើយដែលមានមនុស្សឲ្យអ្វីមួយទៅកាន់គេនៅថ្ងៃគ្រីស្មាស់កាស៊ូយ៉ាយំយកហ្មងអ្នកទាំងអស់គ្នាឡើងអ្នកដើរទីនោះនាំគ្នានិយាយថាគាត់យំដោយសារតែគេនឹងបោះបង់គាត់ចោលមីស៊ូហារ៉ាឮអញ្ចឹងក៏ទៅអង្គុយជិតកាស៊ូយ៉ាស្ថានភាពកាត់ទុកក៏រំសាយទៅតាមខ្យល់មិនដល់ប៉ុន្មាននាទីផងក៏មានព្រិលធ្លាក់មកមីស៊ូហារ៉ានិងកាស៊ូយ៉ាមើលមេឃមើលផ្កាយហើយក៏ស្រូបយកអាកាសធាតុដ៏ល្អឥតខ្ចោះមួយនោះភ្លាមនោះកាស៊ូយ៉ាក៏ហៅឈ្មោះមីស៊ូហារ៉ាក៏ឆ្លើយថាអាប៉ែហ្នឹងយប់មិញសម្ដែងហ្មងសាច់រឿងក៏បានបង្ហាញពីកាស៊ូយ៉ាមកធ្វើការផាតថាមនៅកន្លែងមួយបន្ទាប់ពីចប់ការងារកាស៊ូយ៉ាមកដល់ផ្ទះដេកមើលខេសរបស់ខ្លួនហ្នឹងស្រឡាញ់ស្ទើរលេបហើយដូចពេលដែលយើងទិញទូរស័ព្ទថ្មីថែដូចពេជ្រអញ្ចឹងថ្ងៃបន្ទាប់ពួកគេក៏ជួបគ្នាម្ដងទៀតពួកគេ
គេពិភាក្សាគ្នាអំពីការជួលរបស់កាស៊ូយ៉ាពួកគេធ្វើរឿងទាំងអស់នេះគ្រាន់តែឲ្យលោកយាយទាំងពីររបស់ពួកគេសប្បាយចិត្តតែប៉ុណ្ណោះប៉ុន្តែរូកាមិនគិតអញ្ចឹងទេនាងបែរជាគិតថាមីស៊ូហារ៉ានិងកាស៊ូយ៉ាស្រឡាញ់គ្នាមែនតែនទេមីស៊ូហារ៉ាសួរកាស៊ូយ៉ាថាមានលួចស្រឡាញ់នាងអត់កាស៊ូយ៉ាថាមិនបានលួចស្រឡាញ់ទេមីស៊ូហារ៉ាថាល្អហើយអញ្ចឹងបើឯងស្រឡាញ់ខ្ញុំពិតមែនពួកយើងអាចនឹងផ្លាស់ប្ដូររឿងរ៉ាវទាំងអស់នេះហើយឥឡូវនេះឯងគ្រាន់តែជួលខ្ញុំទេដូចនេះពួកយើងកុំធ្វើរឿងអ្វីលើសពីនេះទៅបានហើយនិយាយគ្នារួចពួកគេក៏ត្រឡប់ទៅផ្ទះវិញហើយនៅតាមផ្លូវក៏បានជួបរូកាផងដែររូកាសួរដេញដោលពីគេនៅជាមួយនឹងមីស៊ូហារ៉ាទម្រាំតែកាស៊ូយ៉ារកលេសដោះសារជាមួយនឹងកាស៊ូយ៉ារួចចង់ដាច់ខ្យល់ហ្មងរូកាចាប់កាស៊ូយ៉ាទៅទៀតហើយគឺទៅដើរលេងមើលតែមុខកាស៊ូយ៉ាទៅដឹងហើយអ្នកទាំងអស់គ្នាពាក្យថាដើរលេងគឺសប្បាយហើយប៉ុន្តែពាក្យថាដើរលេងជាមួយនឹងរូកាគឺអត់សប្បាយទេអេដមីនមើលកន្លែងហ្នឹងហើយឡើងអាណិតកាស៊ូយ៉ាហ្មងរូកាឃើញអញ្ចឹងក៏ចាប់កាស៊ូយ៉ាបិទភ្នែកហើយនាំគេទៅកន្លែងមួយសន្ទុះក្រោយមកកាស៊ូយ៉ាក៏បានបើកភ្នែកម្នាយហើយមិននឹកស្មានថាបិទភ្នែកតែមួយផ្លែតសោះមកដល់បន្ទប់បាត់គ្រាន់តែកាស៊ូយ៉ាឃើញរូកាដោះស្រោមជើងឡើងប្រកាច់ប្រកិនហ្មងហើយក៏រកផ្លូវរត់នៅមាត់ទ្វារគេដាក់ថាសន្តាគារស្នេហាហើយមានភាពរំជិបរំជួលទៀតផងអ្វីដែលពិសេសនោះគឺមានអាវភ្លៀងការពារទៀតផងគ្រាន់តែឃើញអាវភ្លៀងកាស៊ូយ៉ាគិតទៀតហើយគិតអំពីសង្គ្រាមលើគ្រែតាមពិតគេមិនធ្វើអ្វីទេរូកាគ្រាន់តែសួររឿងរ៉ាវអំពីលោកយាយរបស់គេហើយជាមួយនឹងមីស៊ូហារ៉ាទេរូកាចង់ដឹងថាហេតុអ្វីបានជាលោកយាយចូលចិត្តមីស៊ូហារ៉ាម្ល៉េះហើយឥឡូវនេះរូកាចង់ឲ្យកាស៊ូយ៉ាណែនាំនាងឲ្យលោកយាយរបស់គេស្គាល់ផងដើម្បីឲ្យនាងខ្លាចទៅជាសង្សារពិតប្រាកដរបស់កាស៊ូយ៉ាលឿនហើយគេលែងជួលមីស៊ូហារ៉ាបន្តទៀតហើយទោះបីជាកាស៊ូយ៉ាមិនព្រមក៏ដោយក៏រូកានៅតែបន្តសួរទៀតថាអញ្ចឹងឯងជាមួយនឹងមីស៊ូហារ៉ាធ្លាប់បង្កើតសង្គ្រាមនៅលើគ្រែអត់ចោះអត់ធ្លាប់បង្កើតសង្គ្រាមទេថាអត់ពីព្រោះមីស៊ូហារ៉ាមិនមែនជាសង្សារជាផ្លូវការរបស់ឯងមានឈ្មោះត្រឹមតែជួលនាងតែប៉ុណ្ណោះទាំងអស់នេះគឺជាអ្វីដែលលោកយាយរបស់ឯងចង់បានមែនអត់រូកាសួរកាស៊ូយ៉ាផងហើយខិតទៅចិត្តកាស៊ូយ៉ាម្ដងតិចចំណែកឯកាស៊ូយ៉ាវិញហូរញើសដូចហូរទឹកធ្លាក់ពីលើភ្នំហើយកាស៊ូយ៉ាទ្រាំលែងកើតហើយក៏រត់ចូលបន្ទប់ទឹកបើសិនជាភ្លាមនោះគេមិនរត់ចូលបន្ទប់ទឹកសង្គ្រាមអាចនឹងកើតឡើងចំណែកឯរូកាវិញក៏បានឃើញទូរស័ព្ទរបស់កាស៊ូយ៉ាទុកចោលអញ្ចឹងបែកធ្លាយអស់ហើយឆ្នាំថ្មីបានមកដល់ហើយគ្រួសាររបស់កាស៊ូយ៉ាក៏ជួបជុំគ្នាផងដែរការជួបជុំនៅថ្ងៃពិសេសនេះក៏មានមីស៊ូហារ៉ាទៀតផងលោកយាយរបស់កាស៊ូយ៉ាគ្រាន់តែឃើញមីស៊ូហារ៉ារំភើបឡើងចង់ស្រក់ទឹកភ្នែកហ្មងរត់មកអោបផងហើយនឹងសរសើរមីស៊ូហារ៉ាថាមីស៊ូហារ៉ាយូរទៅកាន់តែស្អាតទៅភ្លាមនោះរូកាក៏លេចមុខចេញមករូកាបានរុះរាយរាក់ទាក់ទៅគ្រួសាររបស់កាស៊ូយ៉ាហើយក៏សុំគេចូលរួមផងលោកយាយបានសួរកាស៊ូយ៉ាថាតើនាងជាអ្នកណាគេប្រាប់ថាជាមិត្តភក្តិរូការត់ទៅអោបលោកយាយធ្វើដោយស្គាល់លោកយាយតាំងពី1000ឆ្នាំមុនអញ្ចឹងសរសើរលោកយាយពេញមាត់ល្អដាច់គេនៅលើលោករូកាដឹងរឿងថាជួបជុំគ្នានៅឆ្នាំថ្មីហ្នឹងមកពីនាងបានលួចមើលមីស័យរបស់កាស៊ូយ៉ានៅឯសន្តាគារនោះអីមកដល់ភោជនីយដ្ឋានមួយលោកយាយបានសួររូកាថាគេស្គាល់កាស៊ូយ៉ាជាមួយនឹងមីស៊ូហារ៉ាដោយរបៀបណារូកាមិនទាន់បានឆ្លើយផងកាស៊ូយ៉ាក៏ឆ្លើយជំនួសថារូកាជាមិត្តភក្តិរបស់មីស៊ូហារ៉ាចេះតែចាទៅតាមកាស៊ូយ៉ាទៅភ្លាមនោះរូកាក៏និយាយគេជាមិត្តស្រីរបស់កាស៊ូយ៉ាមីស៊ូហារ៉ានិងកាស៊ូយ៉ាចាប់ផ្ដើមគាំងហើយចង់កាស៊ូយ៉ានិយាយអីក៏រូកានៅតែនិយាយដដែលថាខ្ញុំជាមិត្តស្រីរបស់កាស៊ូយ៉ាឡើងមីស៊ូហារ៉ាជាមួយនឹងលោកយាយបញ្ចេញទឹកមុខមកគឺអត់សប្បាយចិត្តទេលោកយាយក៏មកនិយាយស្ងាត់ជាមួយនឹងកាស៊ូយ៉ាគាត់ពិតជាខឹងកាស៊ូយ៉ាខ្លាំងណាស់ហើយគាត់មិនឲ្យកាស៊ូយ៉ាមានសង្សារម្ដងពីរអញ្ចឹងទេកាស៊ូយ៉ាក៏បានប្រាប់លោកយាយថារូកាគឺជាមនុស្សរកចិត្តទេហើយនាងចេះតែនិយាយទៅបាញ់មិញហ្នឹងលោកយាយលើបែបនេះគាត់ក៏ធូរចិត្តបន្តិចជឿកាស៊ូយ៉ាហើយក៏មិនជឿថាមីស៊ូហារ៉ាឲ្យគេមានស្រីដែរព្រោះមីស៊ូហារ៉ាជាចៅសំណប់ចិត្តរបស់គាត់អញ្ចឹងគាត់ជឿជាក់ទៅលើមីស៊ូហារ៉ាផងដែរចំណែកឯមីស៊ូហារ៉ាជាមួយនឹងរូកាវិញម្ដងរូកាបានស្ដីឲ្យមីស៊ូហារ៉ាដែលនាងកំពុងតែកុហកលោកយាយរបស់កាស៊ូយ៉ានិយាយរួមទៅគឺច្រណែនមីស៊ូហារ៉ាហ្មងហើយឲ្យមីស៊ូហារ៉ាបញ្ចប់សកម្មភាពទាំងអស់នេះដើរចេញពីជីវិតកាស៊ូយ៉ារូកាតែងតែរកចំណុចអវិជ្ជមានមកនិយាយហើយឲ្យមីស៊ូហារ៉ាដើរចេញពីកាស៊ូយ៉ាហ្មងថាឲ្យមីស៊ូហារ៉ាឡើងស្ពឹកមុខហ្មងឡើងមីស៊ូហារ៉ារកពាក្យនិយាយអ្វីអត់បានទេអ្នកទាំងអស់គ្នាដល់ម៉ោងបាយទឹកនៅក្នុងមួយតុនោះអ្នកដែលមានសកម្មភាពរស់រវើកគឺរូកានឹងឯងម៉ោងបាយម៉ោងទឹកទេតែនិយាយឡើងបែកពពុះមាត់ហើយដោយសារតែឃើញគ្រួសាររបស់កាស៊ូយ៉ាគ្មានអ្នកណាមាត់មួយម៉ាត់រូកាក៏សុំពេលពី3នាទីដើម្បីនិយាយជាមួយនឹងកាស៊ូយ៉ាតែ2នាក់ពេលដែលរូកាទៅបាត់អ្នកទាំងអស់គ្នាមើលគ្រួសាររបស់កាស៊ូយ៉ាទៅដឹងហើយលោកយាយនៅតែសរសើរមីស៊ូហារ៉ាថាល្អជាងរូកាស្ដីឲ្យកាស៊ូយ៉ាដែលបានប្រាប់លោកយាយរបស់គេថានាងជាមនុស្សមិនគ្រប់ទឹករូកានិយាយដដែលថាគេចង់ខ្លាចទៅជាមិត្តស្រីរបស់កាស៊ូយ៉ាទោះបីជាកាស៊ូយ៉ាប្រាប់ថាគ្រួសាររបស់គេទទួលស្គាល់ហើយថាមីស៊ូហារ៉ាជាមិត្តស្រីរបស់គេប៉ុន្តែរូកានៅតែវល់ដាក់កាស៊ូយ៉ានឹងឯងបន្ទាប់ពីបាយ
ជាមួយនឹងទឹកប្រហុករួចឪពុកម្ដាយកាស៊ូយ៉ាក៏មកប្រាប់គេថាឥឡូវបាត់លោកយាយជាមួយនឹងរូកាហើយកាស៊ូយ៉ាឮបែបនេះក៏បំបែកផ្លូវគ្នាដើម្បីរកលោកយាយតាមពិតលោកយាយនិងរូកាមកសង្ងំតែពីរនាក់និយាយគ្នារឿងប្រទេសជាតិសោះនៅក្នុងចិត្តរបស់រូកាគឺចង់ប្រាប់រឿងពិតរបស់មីស៊ូហារ៉ាណាស់តែគេក៏ខ្លាចដែរបើសិនជាគេប្រាប់រឿងរ៉ាវទាំងអស់នោះហើយអ្នកដែលជួបបញ្ហាដ៏ធំនោះគឺជាគេវិញនោះមិនវីវហើយអីហើយលោកយាយពិតជាស្រឡាញ់មីស៊ូហារ៉ាណាស់អញ្ចឹងគេមិនដឹងថាលោកយាយអាចដាច់ចិត្តពីមីស៊ូហារ៉ាអត់ទេហើយមួយវិញទៀតកាស៊ូយ៉ាក៏ធ្លាប់ប្រាប់គេដែរថាមីស៊ូហារ៉ាល្អខ្លាំងណាស់ពីភាពនោះលោកយាយក៏និយាយគាត់ពិតជារំភើបណាស់ដែលបានជួបមិត្តភ័ក្តិរបស់មីស៊ូហារ៉ាគាត់សរសើរមីស៊ូហារ៉ាជាក្មេងស្រីម្នាក់ដ៏ល្អដែលគាត់មិនដែលជួបពីមុនមកហើយគាត់ក៏មានសំណួរជាច្រើនចង់សួររូកាអំពីមីស៊ូហារ៉ាតើចំណងចំណូលចិត្តម្ហូបរបស់នាងជាអ្វីទៅតើអ្វីទៅដែលធ្វើឲ្យនាងសប្បាយចិត្តជាងគេតើនាងចូលចិត្តអ្វីមិនចូលចិត្តអ្វីមិននៅជាមួយនឹងពួកយើងតើមីស៊ូហារ៉ាមានអាកប្បកិរិយាដូចម្ដេចគាត់គឺសប្បាយចិត្តខ្លាំងមែនទែនហើយនឹងរំភើបណាស់ពេលដែលមានមីស៊ូហារ៉ាទាំងអស់នេះគឺជាអ្វីដែលគាត់បានគិតពេញមួយថ្ងៃទៅមួយថ្ងៃក្នុងនាមគាត់ជាមេគ្រួសារម្នាក់នៃគីណូឈីតាគាត់មិនអាចជួយអ្វីបានទេតែបើសិនជាមានមីស៊ូហារ៉ាធ្វើជាសសរមួយនៅក្នុងគ្រួសារមួយនេះប្រហែលជាល្អណាស់រូកាស្ដាប់រួចក៏មានអារម្មណ៍សប្បាយចិត្តជាមួយនឹងលោកយាយតិចៗដែរហើយគេក៏មិនមានអារម្មណ៍សប្បាយចិត្តជាមួយនឹងមីស៊ូហារ៉ាដែរពីព្រោះមីស៊ូហារ៉ាមិនមែនជាប្រភេទដែលលោកយាយនិយាយឬក៏លោកយាយចង់បានភ្លាមនោះមីស៊ូហារ៉ាក៏រកលោកយាយឃើញមីស៊ូហារ៉ាហត់ពេកលោកយាយរត់ទៅដើម្បីជូតញើសឲ្យមីស៊ូហារ៉ាកាស៊ូយ៉ាក៏មកអរគុណរូកាដែលមិនបានប្រាប់រឿងរ៉ាវរបស់គេទៅឲ្យលោកយាយបានដឹងរូកានៅតែរក្សាខ្លួនគេនឹងជាសង្សាររបស់កាស៊ូយ៉ាហើយស្អប់មីស៊ូហារ៉ាណាស់ដែលកុហកលោកយាយរូកាក៏ចង់ប្រាប់ដែរតែគេមើលស្ថានភាពឲ្យល្អសិនទើបគេទៅប្រាប់លោកយាយហើយនាងក៏បានប្រាប់កាស៊ូយ៉ាថាកុំឲ្យថាបគ្នានឹងធ្វើអ្វីផ្ដេសផ្ដាសជាមួយនឹងមីស៊ូហារ៉ាទៅបានហើយថ្ងៃណាមួយគេនឹងធ្វើជាចៅប្រសាររបស់លោកយាយកាស៊ូយ៉ាឲ្យបានសាច់រឿងក៏បានបង្ហាញពីការងាររបស់កាស៊ូយ៉ាម្ដងការងារដែលកាស៊ូយ៉ាធ្វើក៏រូកាមកធ្វើជាមួយនឹងគេដែរគីប៊ីជាមួយនឹងមិត្តភ័ក្តិរបស់គេដទៃទៀតបានមកញ៉ាំអីនៅកន្លែងកាស៊ូយ៉ាគីប៊ីបាននិយាយពីកូរីបាយ៉ាស៊ីថាគេថ្មីនេះដូចជាចម្លែកយ៉ាងម៉េចទេទៅមើលផ្ទះរបស់គេបើកភ្លើងចោលតែមិនឃើញមនុស្សទេគីប៊ីក៏បានឃើញ status របស់កូរីបាយ៉ាស៊ីផងដែរ status របស់កូរីបាយ៉ាស៊ីដូចជាខូចចិត្តរឿងស្នេហាអញ្ចឹងហើយគីប៊ីបានឲ្យកាស៊ូយ៉ាមើលគេផងពីព្រោះយ៉ាងណាក៏ជាមិត្តភ័ក្តិរបស់គេដែរកាស៊ូយ៉ាបានឲ្យរូកាទៅសុំទោសកូរីបាយ៉ាស៊ីឬក៏ធ្វើអ្វីមួយដើម្បីកុំឲ្យគេពិបាកចិត្តប៉ុន្តែរូកាមិនយល់ព្រមទេព្រោះនាងថាហួសពេលហើយមួយវិញទៀតនាងបានឈប់សម្រាកការងាររបស់នាងនឹងជាច្រើនថ្ងៃហើយអញ្ចឹងនាងខ្ជិលណាស់បញ្ហាមួយទៀតនោះគឺនាងមកស្រឡាញ់កាស៊ូយ៉ាវិញហើយកាស៊ូយ៉ាដេកគិតអំពីកូរីបាយ៉ាស៊ីថាឥឡូវនេះតើគេកំពុងធ្វើអ្វីទៅកាស៊ូយ៉ាមិនចង់ឲ្យកូរីបាយ៉ាស៊ីពិបាកចិត្តទេកូរីបាយ៉ាស៊ីក៏បានប្រាប់គេដែរថាគេនឹងត្រឡប់ទៅស្រុកកំណើតដើម្បីដំណើរការចំការផ្លែប៉ោមរបស់គ្រួសារគេបន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យកាស៊ូយ៉ាក៏គិតម្ដងទៀតថាធ្វើយ៉ាងម៉េចដើម្បីកុំឲ្យគេពិបាកចិត្តមួយសន្ទុះក្រោយមកគេក៏នឹកឃើញកាស៊ូយ៉ាក៏ទៅបន្ទប់របស់មីស៊ូហារ៉ាដើម្បីឲ្យនាងជួយគេគឺកាស៊ូយ៉ាបានចំណាយលុយរបស់ខ្លួនដើម្បីជួលមីស៊ូហារ៉ាទៅដេតឬក៏ឲ្យនាងកំដរកូរីបាយ៉ាស៊ីពេលនោះគេប្រហែលជាសប្បាយចិត្តជាងមុននៅថ្ងៃបន្ទាប់មីស៊ូហារ៉ាក៏ទៅជួបកូរីបាយ៉ាស៊ីតែម្ដងមីស៊ូហារ៉ាធ្វើជាវង្វេងផ្លូវហើយចាប់ផ្ដើមនិយាយអ្វីសប្បាយឲ្យកូរីបាយ៉ាស៊ីចាប់អារម្មណ៍ហើយបន្តនិយាយថានាងជាមីស៊ូហារ៉ាមិត្តស្រីជួលរបស់កូរីបាយ៉ាស៊ីកូរីបាយ៉ាស៊ីចាប់ផ្ដើមឆ្ងល់ហើយមិនបានជាមានរឿងអញ្ចឹងកើតឡើងគេមិនជឿទេថាមីស៊ូហារ៉ាក៏ធ្វើការកំដរអ្នកដទៃដែរមិនអស់ចិត្តកូរីបាយ៉ាស៊ីក៏ឆែកមើលនៅក្នុងកម្មវិធីជួលនោះហើយក៏ឃើញមីស៊ូហារ៉ាឈរឈ្មោះលេខ1តែម្ដងនិយាយទៅ Top 1 Global ហ្មងកូរីបាយ៉ាស៊ីសួរមីស៊ូហារ៉ាអញ្ចឹងនាងនិងកាស៊ូយ៉ាមិនមែនជាសង្សារពិតប្រាកដទេត្រូវអត់តែមីស៊ូហារ៉ាមិនបានឆ្លើយទេហើយនាងក៏ចាប់ដៃកូរីបាយ៉ាស៊ីទៅហ្មងកូរីបាយ៉ាស៊ីស្ទើរតែមិនជឿហ្មងថាមីស៊ូហារ៉ាក៏កំដរអ្នកដទៃដែរពីព្រោះស្នេហានាងជាមួយនឹងកាស៊ូយ៉ាមើលទៅល្អណាស់រកអ្វីមកព្រៀបផ្ទឹមមិនបានទេថ្ងៃមួយនោះកាស៊ូយ៉ាហ៊ានលះបង់ជីវិតរបស់ខ្លួនណាស់ដើម្បីទៅជួយមីស៊ូហារ៉ាពេលដែលនាងបានធ្លាក់ពីលើកប៉ាល់កូរីបាយ៉ាស៊ីគិតរួចក៏រកលេសដើម្បីគេចចេញពីមីស៊ូហារ៉ាតែមីស៊ូហារ៉ានិយាយនេះនិយាយនោះឲ្យកូរីបាយ៉ាស៊ីអាណិតនាងបន្ទាប់មកកូរីបាយ៉ាស៊ីក៏គេចមិនរួចមីស៊ូហារ៉ាក៏នាំកូរីបាយ៉ាស៊ីទៅជិះរទេះភ្លើងនៅលើរទេះភ្លើងកូរីបាយ៉ាស៊ីលួចគិតសរសើរមីស៊ូហារ៉ាថាសំឡេងការនិយាយនិងអាកប្បកិរិយារបស់នាងគឺល្អឥតខ្ចោះតែម្ដងពេលចូលផ្ទះខ្មោចកូរីបាយ៉ាស៊ីបានប៉ះដើមទ្រូងរបស់មីស៊ូហារ៉ាទៀតផងឡើងកូរីបាយ៉ាស៊ីចង់ឆេះហ្មងពួកគេក៏បន្តជិះទូកលើអាកាសវិញម្ដងមីស៊ូហារ៉ាបាននិយាយលើកទឹកចិត្តកូរីបាយ៉ាស៊ីនិងនិយាយប្រាប់កូរីបាយ៉ាស៊ីថាការងារដែលនាងកំដរអ្នកដទៃហ្នឹង
ក៏ល្អម្យ៉ាងដែរនាងបានជួយគេច្រើនមកហើយគឺអតិថិជនរបស់នាងនិយាយទៅគឺមីស៊ូហារ៉ាដូចជាបងបិទតបើអញ្ចឹងណាពេលដែលមាននរណាម្នាក់មានរបួសនាងតែងតែបិទរបួសទាំងនោះគ្រប់ពេលបន្ទាប់ពីពួកគេដល់ម៉ោងដែលត្រូវបំបែកផ្លូវគ្នាកូរីបាយាស៊ីក៏អរគុណទៅមីស៊ូហារ៉ាហើយគេក៏បានដឹងថាអ្វីៗទាំងអស់នេះគឺសុទ្ធតែជាមូលហេតុដែលមីស៊ូហារ៉ានិងកាស៊ូយ៉ារៀបចំគម្រោងនេះដើម្បីលើកទឹកចិត្តកូរីបាយាស៊ីឬក៏ធ្វើឲ្យគេសប្បាយចិត្តភ្លាមៗនោះកូរីបាយាស៊ីក៏បានឃើញកាស៊ូយ៉ាកំពុងតែលាក់ខ្លួននៅជិតនោះមីស៊ូហារ៉ាក៏សុំអ្នកទាំងពីរទៅមុនហើយកាស៊ូយ៉ានិយាយប្រាប់រឿងទាំងអស់ជាមួយនឹងមីស៊ូហារ៉ាគេប្រាប់ថាដើមឡើយគេបានបែកគ្នាជាមួយនឹងម៉ាមីបន្ទាប់មកគេក៏បានជួលមីស៊ូហារ៉ាធ្វើជាសង្សារហើយអួតគេពេញនឹងដើម្បីឲ្យគេមើលទៅថាខូលលយអីចឹងណាកូរីបាយាស៊ីស្ដាប់រួចសោតយកហ្មងពីព្រោះកាស៊ូយ៉ាជួលគេមកធ្វើជាសង្សារដូចជាគេដែរសោះកាស៊ូយ៉ាក៏ថាឲ្យគ្នាទៅវិញទៅមកជាមួយនឹងកូរីបាយាស៊ីអំពីរឿងជួលគេមកធ្វើជាសង្សារនឹងហើយពួកគេលើកមីស៊ូហារ៉ានិងរូកាមកអួតគ្នាទៅវិញទៅមកពេលដែលពួកគេបានជួលអ្នកទាំងពីរនឹងមួយសន្ទុះក្រោយមកមីស៊ូហារ៉ាក៏បានត្រឡប់មកវិញកាស៊ូយ៉ាឃើញចឹងក៏លាកូរីបាយាស៊ីទៅមុនហើយកូរីបាយាស៊ីលែងពិបាកចិត្តទៀតហើយគេក៏អរគុណទៅមីស៊ូហារ៉ាដែលជួយគេឲ្យសប្បាយចិត្តអីចឹងណាមីស៊ូហារ៉ានិយាយថានាងអាចដោះស្រាយជាមួយនឹងអតិថិជនដែលមានបញ្ហាជាមួយនឹងមនុស្សស្រីហើយការជួលវាជាការងាររបស់នាងស្រាប់ហើយដូច្នេះទើបនាងសម្រេចចិត្តមកកំដរកូរីបាយាស៊ីនឹងមីស៊ូហារ៉ាមិនបោះបង់អតិថិជនរបស់ខ្លួនទេកូរីបាយាស៊ីស្ដាប់រួចក៏មានអារម្មណ៍កក់ក្ដៅបន្តិចដែរសាច់រឿងក៏បានបង្ហាញពីកាស៊ូយ៉ាវិញម្ដងមីស៊ូហារ៉ាបានណាត់គេឲ្យជួបនាងនៅម៉ោង 9 យប់កាស៊ូយ៉ាឮអញ្ចឹងមិនដឹងគិតដល់ណាដល់ណីទេគេប្រហែលជាគិតថាមីស៊ូហារ៉ាចង់ធ្វើអ្វីមួយហើយទើបនាងបានជាណាត់គេនៅម៉ោង 9 យប់អញ្ចឹងកាស៊ូយ៉ារៀបចំខ្លួនធ្វើសក់ធ្វើអីឡើងហំហួនហ្មងណាមិនណាយហើយអេដមីនស្មានតែចូលហាងធំតាមប៉ិតណាត់គ្នាមកនិយាយនៅក្រោយបន្ទប់សោះដាច់ចកេះខ្ទេចហ្មងណាកាស៊ូយ៉ាស្លៀកពាក់ដូចទៅសម្ភារអញ្ចឹងមីស៊ូហារ៉ាមានរឿងមួយចង់ឲ្យកាស៊ូយ៉ាជួយនាងវិញម្ដងមានក្មេងស្រីម្នាក់ដែលមីស៊ូហារ៉ាចង់ឲ្យកាស៊ូយ៉ាជួលនាងជាមនុស្សថ្មីដែលទើបនឹងចាប់ផ្ដើមធ្វើការងារជាសង្សារជួលនាងពិតជាខ្មាស់អៀនណាស់ព្រោះអតិថិជនចេះតែត្អូញត្អែអំពីនាងមីស៊ូហារ៉ាគិតថាកាស៊ូយ៉ាប្រហែលជាមានសុវត្ថិភាពជាងព្រោះនាងស្គាល់កាស៊ូយ៉ាច្បាស់ហើយកាស៊ូយ៉ាជួលក្មេងស្រីម្នាក់ហ្នឹងមិនចាំបាច់ចំណាយលុយទេប៉ុន្តែក៏មិនត្រូវធ្វើអ្វីលើសនឹងដែរបន្ទាប់ពីនិយាយរឿងនឹងចប់ពួកគេក៏និយាយអំពីម៉ាមីវិញម្ដងកាស៊ូយ៉ាប្រាប់មីស៊ូហារ៉ាថាម៉ាមីអត់និយាយជាមួយគេទេតាំងពីគេជួយមីស៊ូហារ៉ានៅក្នុងសមុទ្រនោះកាស៊ូយ៉ាគេមិនដឹងថាគេនៅតែចូលចិត្តម៉ាមីឬក៏មិនចូលចិត្តទេគេគ្រាន់តែបានសន្យាជាមួយនឹងខ្លួនឯងថាគេត្រូវតែធ្វើឲ្យម៉ាមីសប្បាយចិត្តកាស៊ូយ៉ានិយាយប្រាប់មីស៊ូហារ៉ារួចមីស៊ូហារ៉ាក៏ដើរចូលក្នុងវិញភ្លាមៗនោះកាស៊ូយ៉ាសួរថាតើម្នាក់ស្រីដែលគេនឹងជួលហ្នឹងមានឈ្មោះអ្វីមីស៊ូហារ៉ាប្រាប់ថានាងមានឈ្មោះថាសាគូរ៉ាសាវ៉ាស៊ូមីហើយក៏ទើបតែចូលរៀននៅមហាវិទ្យាល័យឆ្នាំដំបូងដែរសាច់រឿងក៏បានបង្ហាញសាគូរ៉ាសាវ៉ាស៊ូមីវិញម្ដងអញ្ចឹងអេដមីនហៅស៊ូមីអីការងាររបស់នាងធ្វើជាសង្សារជួលព្រឹកឡើងនាងតែងតែក្រោកពីគេងមុនម៉ោងរោលរបស់នាងផ្លាស់ប្ដូរខោអាវដោះធ្មេញរៀនសរសេរអក្សរផ្ចង់នៅពេលព្រឹកតែងតែដើរលេងជាមួយនឹងឆ្កែរបស់នាងក្រោយពីនាងបានចាក់ចេញពីគ្រួសារគេមកងូតទឹកហើយរត់ទៅសាលារៀនយកមកចូលចិត្តប្រវត្តិសាស្ត្រជប៉ុនប៉ុន្តែស្អប់ទំនាក់ទំនងអន្តរជាតិតែងតែមានអតិថិជន2នាក់កក់គេមុនក្នុងមួយសប្តាហ៍មើលកុនជាមួយគ្នាផឹកកាហ្វេជាមួយគ្នាអតិថិជនមិនសូវពេញចិត្តសោះព្រោះនាងខ្មាស់អៀនពេកមីស៊ូហារ៉ាប្រាប់នាងអំពីការងារទាំងនេះត្រួសដើម្បីឲ្យគេស្របជាមួយនឹងអតិថិជនពេលដែលនាងជួបកាស៊ូយ៉ាដំបូងក៏នៅតែអៀនដែរកាស៊ូយ៉ាឃើញក្មេងស្រីនឹងហើយលួចនិយាយក្នុងចិត្តថាមើលទៅគួរឲ្យស្រឡាញ់ដល់ហើយរូបរាងក៏ស្អាតសម្លេងក៏ពិរោះកាស៊ូយ៉ាស្ទើរតែមិនជឿហ្មងថាគេបានជួលក្មេងស្រីបែបនេះកាស៊ូយ៉ាខូចដែរហ្នឹងអ្នកទាំងអស់គ្នាពេលដែលពួកគេចាប់ផ្ដើមដើរលេងភ្លាមនោះម៉ាមីក៏បានឃើញពួកគេដែរអង្គុយផឹកកាហ្វេស៊ូមីនៅតែអៀនឲ្យញញឹមក៏ពិបាកឲ្យនិយាយក៏ពិបាកពេលដែលពួកគេមកលេងប៉ូលីងកាស៊ូយ៉ាចំណេញរហូតហ្មងអ្នកទាំងអស់គ្នាបានឃើញខោខ្នងរបស់កូនស្រីគេទៀតហើយកាស៊ូយ៉ាមិនដឹងថាត្រូវធ្វើម៉េចកុំឲ្យស៊ូមីអៀនទេដើរលេងតាំងពីព្រឹកដល់យប់ស៊ូមីនៅតែអៀនមិនហ៊ាននិយាយជាមួយនឹងកាស៊ូយ៉ាផងពេលដែលកាស៊ូយ៉ាមកទិញទឹកភ្លាមនោះមានជនចោរម៉ាស៊ីនមួយក្រុមបានធ្វើបាបស៊ូមីកាស៊ូយ៉ាមិនហ៊ានចេញទេព្រោះខ្លាចគេវាយដែរពេលដែលគេគិតដល់មីស៊ូហារ៉ាបានផ្ដាំគេឲ្យថាត្រូវតែមើលស៊ូមីផងកាស៊ូយ៉ាគិតថាទុកស៊ូមីចោលអញ្ចឹងដូចទុកមីស៊ូហារ៉ាចោលដែរភ្លាមនោះកាស៊ូយ៉ាក៏ចេញទៅនិយាយថាមានការប្រញាប់ជាមួយនឹងស៊ូមីហើយចាប់ដៃស៊ូមីចេញតែម្ដងទោះបីជាជនចោរម៉ាស៊ីនមួយក្រុមនោះនិយាយអាក្រក់ដាក់គេក៏កាស៊ូយ៉ានៅតែដើរទៅមុខមិនយកត្រចៀកស្ដាប់ទេពេលមកដល់កន្លែងស្ងាត់ហើយស៊ូមីបាននិយាយពាក្យថាអរគុណទៅកាន់កាស៊ូយ៉ាព្រែហើយដើរលេងឡើងជិត
តមួយថ្ងៃហ្នឹងទៅស៊ូមីនិយាយអរគុណទៅកាន់កាស៊ូយ៉ាពួកគេក៏ចាប់ផ្ដើមដើរលេងទៀតហើយម៉ាមីក៏បានលួចមើលពួកគេដែរមកអង្គុយញ៉ាំការ៉េមជាមួយគ្នាស៊ូមីក៏ឲ្យកាស៊ូយ៉ាលិតការ៉េមរបស់នាងទៀតផងកាស៊ូយ៉ាចំណេញរហូតហ្មងអ្នកទាំងអស់គ្នារាល់ដងអត់ដែលមានលិតទេតែម្ដងនេះទើបមានលិតស៊ូមីក៏យកការ៉េមនោះមកលិតវិញកាស៊ូយ៉ាឃើញអញ្ចឹងគិតទៀតហើយគ្រាន់តែគេលិតការ៉េមសោះហ្នឹងគិតរឿងដល់ណាដល់ណីដើរលេងគ្រប់កន្លែងជិះស្គីលើទឹកកកកាស៊ូយ៉ាក៏បានឃើញខោខ្នងរបស់ស៊ូមីម្ដងទៀតហើយកាស៊ូយ៉ាក៏ហុចដៃឲ្យស៊ូមីហើយនៅពេលហ្នឹងក៏រអិលដួលទៅទៀតម្ដងនេះចំណេញឡើងធំធេងហ្មងឡើងហូរឈាមច្រមុះកាស៊ូយ៉ាក៏ទៅលក់មុខចេញហើយពេលដែលគេត្រឡប់មកវិញក៏បានឃើញម៉ាមីកំពុងតែអង្គុយជាមួយនឹងស៊ូមីកាស៊ូយ៉ាឃើញអញ្ចឹងក៏ដៀនបដ យម៉ាមីក៏បានណែនាំខ្លួនឲ្យស៊ូមីស្គាល់ហើយគេក៏សួរស៊ូមីថានាងត្រូវជាអ្វីជាមួយនឹងកាស៊ូយ៉ាក៏និយាយថានាងគឺជានិយាយបានតែប៉ុណ្ណឹងក៏ស៊ូមីស្ទុះទៅអោបកាស៊ូយ៉ាម៉ាមីក៏បានសុំពេលស៊ូមីនិយាយជាមួយនឹងកាស៊ូយ៉ាពី3នាទីម៉ាមីគ្រាន់តែនិយាយប្រាប់កាស៊ូយ៉ាថាគេផ្លាស់ប្ដូរច្រើនណាស់តាំងពីបែកជាមួយនឹងគេមកហើយរកបានស្រីក្មេងស្អាតខ្ជូតទៀតផងមកពីគេបុរសសម្បូរស្នេហ៍នោះអីហើយម៉ាមីក៏លាកាស៊ូយ៉ាចេញទៅ